ត្រឡប់ទៅថ្ងៃដែលខ្ញុំធ្លាក់ចូលទៅក្នុងទឹកដឹងរបស់ខ្ញុំបានមើលខ្ញុំលងទឹកដោយត្រជាក់ចិត្តងាកមកលុតជង្គង់រៀបការជាមួយប្អូនស្រីខ្ញុំបេះដូងខ្ញុំស្លាប់ទាំងស្រុងតាំងចិត្តថានឹងលះបង់អតីតកាលចោលរស់នៅជីវិតថ្មីគ្មាននរណាម្នាក់រំពឹងថាខ្ញុំទើបតែចុះចតនោះទេគូយ៉ាន់ឆេនមហាសេដ្ឋីវ័យក្មេងបំផុតនៅក្នុងខេត្តដើរជាន់លើស៊ូនីនស៊ីបានលើកដៃសំពះខ្ញុំយ៉ាងស្រទន់នៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំបានមករៀបការជាមួយអ្នកជាមួយនឹងថ្លៃបណ្ណាការចំនួន1000លេហូចូលបំពង់ខ្ញុំថប់ដង្ហើមហើយស្ដោះទឹកចេញមួយមាត់ពេញខ្ញុំបានប្រើកម្លាំងចុងក្រោយរបស់ខ្ញុំពួកគេបានហែឡើងលើច្រាំងក្នុងស្ថានភាពញញ៉ៃខ្យល់ត្រជាក់មួយបានបក់មកនាំមកនៅភ្លៀងរលឹមរាងកាយរបស់ខ្ញុំទាំងមូលញ័រយ៉ាងខ្លាំងឧត្តមសេនីយ៍បានបាត់ខ្លួនជាយូរមកហើយគ្មានសំបីតែស្នាមជើងមួយក៏មិនបានបន្សល់ប្រហែលជាមិនអាចរងចាំទៀតទេគាត់បានរត់ចេញទៅដើម្បីរក្សាការណាត់ជួបដ៏ស្មោះស្ម័គ្ររបស់គាត់ខ្ញុំបានដើរមួយជំហានម្ដងទៅកាន់មាត់ទ្វារផ្ទះរបស់ខ្ញុំតាមរយៈទ្វារឈើដែលបិទយ៉ាងតឹងរ៉ឹងសំឡេងសើចសប្បាយនិងសំឡេងរីករាយបានមកពីខាងក្នុងខ្ញុំបានរុញទ្វារបើកខ្យល់សើមត្រជាក់ដឹកសំណើមបានបក់ចូលមកសំណាចដែលពេញបន្ទប់នោះក៏ឈប់ភ្លាមកៅអីនៅកណ្ដាលសាលធំគឺសម្រាប់ឧត្តមសេនីយ៍ដែលមានឋានៈជាគ្រូធំឡើងទៅហើយត្រូវបានអង្គុយត្រង់វីឡាហ្វុងសិនថ្មីស្រឡាំងនេះគ្មានសំបីតែស្នាមជ្រួញឡើយតអមតៈ8នៅពីមុខគាត់ដប់ស្រាវេតស្តដែលគូចំនួន2ត្រូវបានដាក់តាំងបង្ហាញកៅចាស់ដែលរុំដោយក្រដាសពណ៌ក្រហមត្រូវបានបំពេញដោយស្ករគ្រាប់អាពីនិងបន្ទាត់បញ្ជីថ្នាំជាការពិតណាស់ក្រណាត់ពណ៌ក្រហមរបស់ឡែងគឺតាក់ទាញភ្នែកម្ដាយរបស់ខ្ញុំគឺលោកវ៉ងឃីវ៉ាតែងតែនៅជុំវិញគាត់ជានិច្ចមុខរបស់នាងញឹមដោយស្នាមញឹមដូចជាផ្កាម្លិះដែលកំពុងរីកគាត់បានហៅនិស្សិតមហាវិទ្យាល័យវិជ្ជាជីវៈជាងសេនម្នាក់បន្ទាប់របស់ខ្ញុំស៊ូជៀនគូកំពុងអង្គុយនៅចំហៀងកាន់ពេងតែមុខត្រូវបានគ្របដណ្ដប់ដោយត្រីនិងផ្សែងហុយស៊ូណៃនីវអង្គុយទល់មុខជាងលេងគាត់បានអន់ក្បាលចុះហើយពេលខ្លះសម្លឹងមើលទៅជាងលេងភាពប្រអើតប្រទុំនៅក្នុងភ្នែករបស់គាត់មិនអាចលាក់បានទេនេះប្រៀបដូចជាដែកគោច្រែវាបានទម្លុះភ្នែកខ្ញុំយ៉ាងខ្លាំងរួមជាមួយនឹងការត្អូញត្អែរជាច្រើនទស្សវត្សពីជីវិតមុនរបស់ខ្ញុំគេបានក្រោកឡើងជាមួយគ្នាខ្ញុំបានឈរនៅមាត់ទ្វារត្រាមវ៉ាងគុយហ៊ូគឺជាមនុស្សដំបូងគេដែលងាកក្បាលឃើញខ្ញុំសាំជោគដល់ឆ្អឹងស្នាមញឹមនៅលើមុខរបស់គាត់បានបាត់ទៅវិញភ្លាមគាត់ប្រញាប់ប្រញោលដើរទៅពី3ជំហានគាត់ចាប់ស្មាខ្ញុំកម្លាំងខ្យល់ខ្លាំងណាស់តើខ្យល់បក់ទៅណាហើយគាត់បានស្ទុះចូលទៅក្នុងផ្ទះដោយមើលទៅដូចជាបែបនេះសមិទ្ធជាងនៅតែនៅទីនេះដំណឹងថាអ្នកបានធ្លាក់ចូលទៅក្នុងទឹកបានរីករាលដាលអូនស្រីរបស់អ្នកខ្វល់ពីកេរ្តិ៍ឈ្មោះរបស់នាងទេកុំធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅខ្ញុំថប់ដង្ហើមបន្តិចខ្ញុំត្រូវកាន់សុំទ្វារដើម្បីរក្សាលំនឹងសម្លៀកបំពាក់ត្រជាក់បានជាប់នឹងខ្លួនខ្ញុំចុងរៀមដៃរបស់ខ្ញុំប្រែជាពណ៌ស្វាយដោយសារភាពត្រជាក់វាមិនអាចប្រៀបធៀបទៅនឹងអត្ថន័យនៅក្នុងចិត្តរបស់អ្នកអាយុប៉ុន្មានហើយគាត់គ្មានអារម្មណ៍នៃសមាមាត្រតែសោះថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ប្អូនស្រីអ្នកតើអ្នកមិនអាចមានហេតុផលច្រើនជាងនេះបន្តិចបានទេគិតដល់គ្រួសារគ្មាននរណាម្នាក់សួរខ្ញុំថាតើខ្ញុំត្រជាក់ឬគ្មាននរណាម្នាក់ដល់ជូនកន្សែងស្ងួតទេគ្មានអ្នកណាសួរថាគាត់ធ្លាក់ចូលទៅក្នុងទឹកដោយរបៀបណាទេបងស្រីឲ្យត្រឡប់ទៅបន្ទប់វិញហើយបដូរសម្លៀកបំពាក់ទៅកុំឲ្យត្រជាក់ហើយធ្វើឲ្យឪពុកម្ដាយខឹងទៀតអីសម្លេងរបស់គាត់ទន់ភ្លន់ពាក្យសម្ដីនីមួយហាក់ដូចជាបង្ហាញពីការព្រួយបារម្ភចំពោះខ្ញុំប៉ុន្តែរាល់ពាក្យសម្ដីដែលនាងនិយាយបានបញ្ជាក់ថាខ្ញុំមិនទាន់ពេញវ័យបាបធ្វើឲ្យឪពុកម្ដាយខឹងខ្ញុំបានដើរចេញដើម្បីគេចពីដៃគាត់ហើយមិនបាននិយាយអ្វីទេខ្ញុំបានទាញសរសៃឈើចាស់ដែលរឹងចេញពីខាងក្រោយទ្វារដោយខ្លួនឯងគាត់ប្រញាប់ជូតទឹកចេញពីមុខដោយកន្សែងលោកយូកឹងលីបានអង្គក្បាលចុះពេលគាត់ទទួលបានសម្បត្តិអាពាហ៍ពិពាហ៍រុំស្ករគ្រាប់ទឹកដោះគោ White Rabbit ដោយប្រុងប្រយ័ត្នគាត់បានប្រគល់វាទៅឲ្យស៊ូនីនយីយ៉ាងស្រទន់ពួកគេមិនដែលផ្ដល់ជូនខ្ញុំនៅអំណោយណាមួយឡើយក្រឡេកមើលមួយផ្លែតដូចខ្ញុំដែរដែលទើបតែមកពីគូដណ្ដឹងដែលបានវាត្រឡប់មកវិញពីហ្គេមនៃសេចក្តីស្លាប់វាមិនមានតតែសោះល្អណាស់ជាងលេងវ៉ងខេហួស៊ូជីងហ្គោស៊ូណៃនីវក្នុងជីវិតនេះខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅជីវិតដ៏ល្អដែលអ្នកចង់បានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់អ្នកសេចក្តីថ្លៃថ្នូរនិងសេរីរុងរឿងរបស់អ្នកខ្ញុំមិនទៅប្រយុទ្ធទៀតទេប៉ុន្តែអ្វីដែលជារបស់ខ្ញុំចង់យកវាមកវិញឲ្យបានពេញលេញគាត់ជំពាក់ខ្ញុំនឹងយកវាមកវិញទាំងអស់ទាំងប្រាក់ដើមនិងការប្រាក់តើនាងស៊ីបានបដូរសម្លៀកបំពាក់ហើយឬនៅម៉ាក់និងប៉ាបាននិយាយថាថ្ងៃនេះយើងនឹងទៅញ៉ាំអាហារឆ្ងាញ់នៅអាហារដ្ឋានរបស់អូសាតូកាភ្ជាប់ពាក្យរបស់ខ្ញុំជាមួយយ៉ាងលេងមកចូលរួមជាមួយយើងគាត់មានចិត្តទូលាយនិងសប្បុរសខ្ញុំមិនដឹងទេខ្ញុំពិតជាគិតថាគាត់ស្រឡាញ់ខ្ញុំដែលជាប្អូនស្រីរបស់គាត់ខ្ញុំបានបើកទ្វារឧត្តមសេនីយ៍កំពុងឈរនៅពីមុខស៊ូនីនយីវនៅក្នុងបន្ទប់គាត់កំពុងកាន់ក្រមារោមជៀមពណ៌ខៀវស្រាលគាត់កាន់ក្រមានៅចុងទាំងពីររុំដោយប្រុងប្រយ័ត្នជុំវិញរបស់ស៊ូណៃនីវចលនាទាំងនោះទន់ភ្លន់ដូចជាតើពួកគេកំពុងការពារកំណប់ទ្របដល់កំអ្វីពេលឃើញខ្ញុំចេញមកចលនារបស់គាត់បានឈប់ពន្លឺនៃការមើលងាយបានឆ្លងកាត់ភ្នែករបស់នាងបន្ទាប់មកគាត់បានងាកមើលទៅឆ្ងាយដូចជាការការពារទ្រព្យសម្បត្តិដ៏មានតម្លៃការពារស៊ូណៃនីវពេលពួកគេដើរឆ្ពោះទៅទ្វារតោះទៅគុំទុកឲ្យអាហារត្រជាក់វ៉ាងគុយហ៊ូបានចាក់សោទ្វារគ្រួសារទាំងមូលបានដើរជាក្រុមធំមួយឆ្ពោះទៅកាន់អាហារដ្ឋានដែលគ្រប់គ្រងដោយរដ្ឋខ្ញុំដើរដោយស្ងៀមស្ងាត់នៅខាងក្រោយបំផុតដូចជាស្រមោលដែលមិនចាំបាច់នេះជារដូវរងាឆ្នាំ1977អ្វីនៅតែដែលដូចមុនប៉ុន្តែបេះដូងខ្ញុំធ្លាប់ស្លាប់ម្ដងរួចមកហើយអាហារដ្ឋានដែលគ្រប់គ្រងដោយរដ្ឋនោះពោពេញទៅដោយមនុស្សក្លិនប្រេងឆាឡៃឡំជាមួយក្លិនអាហារមានសម្លេងរំខានខ្លាំងពេលដែលចានត្រូវបានគេដាក់ឲ្យញ៉ាំតែខ្ញុំដែលកាន់ចង្កឹះក៏រឹតខ្លាំងឡើងភ្លាមក្រពះរបស់ខ្ញុំញ័រភ្លាមខ្ញុំមានអាឡែស៊ីធ្ងន់ធ្ងរចំពោះសណ្តែកបារាំងខ្ញុំធ្លាប់ញ៉ាំវាដោយចៃដន្យម្ដងកាលខ្ញុំនៅក្មេងក្តៅខ្លាំងរហូតដល់40អង្សាសេរាងកាយរបស់ខ្ញុំទាំងមូលត្រូវបានគ្របដណ្ដប់ដោយកន្ទួលពេទ្យបាននិយាយថាប្រសិនបើពួកគេមកដល់យឺតជាងកន្លះជំហានទេមនុស្សនោះនឹងបានបាត់ទៅហើយក្រុមគ្រួសារទាំងមូលដឹងអំពីរឿងនេះប៉ុន្តែឥឡូវនេះពួកគេទាំងអស់គ្នាកំពុងនិយាយក្នុងពេលតែមួយវាទាំងអស់គឺអំពីអ្វីដែលស៊ូណៃនីវចូលចិត្តញ៉ាំគ្មានអ្នកណាចងចាំខ្ញុំទេការខំសណ្តែកបារាំងតែមួយខំអាចបណ្ដាលឲ្យស្លាប់នាងស៊ីញ៉ាំឲ្យបានច្រើនទៀតពេលទៅលេងជន់បត់ម្ដងណាខ្ញុំនឹងមិនអាចញ៉ាំសាច់និងបន្លែល្អបែបនេះទៀតទេដង្ហើមដែលត្រូវបានដឹកដោយកម្ដៅបានចូលទៅក្នុងច្រមុះរបស់ខ្ញុំបំពង់ខ្ញុំតឹងណែនដោយសារតែឈឺជើងភ្លាមខ្ញុំមិនអាចជួយអ្វីបានក្រៅពីយកដៃខ្ទប់មាត់ហើយបិទមាត់ខ្ញុំបានបិទមាត់របស់ខ្ញុំស្រទាប់ញើសត្រជាក់មួយបានលេចចេញមកលើថ្ងាសរបស់គាត់ស៊ូនីនស៊ីតើអ្នកកំពុងធ្វើអ្វីហើយអ្វីបានជាអ្នកអួតអាហារដ៏ល្អឥតខ្ចោះរបស់អ្នកចេញថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ប្អូនស្រីអ្នកតើអ្នកកំពុងព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាខឹងដោយចិត្តណាមែនទេនាងមានចរិតទន់ភ្លន់និងហ្មត់ចត់ខ្លាំងណាស់ចំពោះរឿងតូចតាចបំផុតក្មេងស្រីមិនគួរបង្ហាញភាពអស្ចារ្យបែបនេះទេតើខ្ញុំនឹងធ្វើអ្វីនៅពេលខ្ញុំទៅជន់បត់គ្រាន់តែអត់ធ្មត់នឹងវាហើយវានឹងកន្លងធ្វើជាមនុស្សល្ងងពួកគេតែងតែត្រឹមត្រូវវាមានអារម្មណ៍ដូចជាបេះដូងខ្ញុំត្រូវបានច្របាច់យ៉ាងតឹងដោយដៃមួយការជិះចាប់ខ្លាំងណាស់ខ្ញុំស្ទើរតែមិនអាចតម្រង់ក្នុងរបស់ខ្ញុំបានហូរចុះមកតាមក្បាលរបស់គាត់ខ្ញុំខំបូរមាត់ខ្ញុំយ៉ាងណែនគាត់បានលេបប្របាក់ការត្អូញត្អែរនិងការអាក់អន់ចិត្តទាំងអស់របស់គាត់ខ្ញុំបានដកដង្ហើមវែងយកចានទឹកពុះត្រជាក់នៅក្បែរខ្ញុំបង្វែររោគដៃរបស់អ្នកទឹកត្រជាក់ត្រូវបានចាក់លើដីភក់នៅក្រោមជើងរបស់ពួកគេដំណក់ទឹកតូចដែលហូរចេញសំឡេងពីតុក៏ឈប់ភ្លាមវ៉ាងគុយហ៊ូសម្លឹងមើលដោយភ្នែកធំទើបតែចាប់ផ្ដើមជេរប្រមាថខ្ញុំជាងលីនក៏បានខ្លាចជាមុខមាត់មួយដែរពេលនោះនៅខាងក្រៅហាងកាហ្វេនោះម៉ាស៊ីនដ៏ជ្រៅនិងមានកម្លាំងខ្លាំងមួយបានបន្លឺឡើងសំឡេងក្រហមបានបិទបាំងសំឡេងស្រែកហូរកញ្ជ្រៀវរបស់ពិភពលោកសំឡេងធ្វើដំណើរបានឆ្ងាយនឹងចិត្តទីបំផុតវាបានមកឈប់នៅច្រកចូលអាហារដ្ឋានមនុស្សគ្រប់គ្នានៅក្នុងហាងកាហ្វេបានងាកក្បាលរបស់ពួកគេដោយចង់ដឹងចង់ឃើញដើម្បីមើលទៅនរណាម្នាក់ស្រែកឡើងដោយភ្ញាក់ផ្អើលព្រះអាយវាជារថយន្ត surf ដែលនាំចូលពីបរទេសទ្វារឡានបានបើកយ៉ាងស្ងាត់ស្ងៀមប៉ុន្តែវាបានទប់ស្កាត់សំឡេងរំខានពាក់កណ្ដាលនៃអាហារដ្ឋានដោយមិនអាចពន្យល់បុរសម្នាក់បានដើរចុះឡើងគាត់ស្លៀកឈុតឆុងឆេនធ្វើពីរោមជៀមពណ៌ខៀវចាស់ច្រមុះត្រង់ស្មាធំទូលាយចង្កេះតូចចង្អៀតអេរិយាបថរបស់វាគឺត្រង់ដូចដើមឈើប៉ូប្លាគាត់ខ្ពស់ណាស់
ជំហានដ៏រឹងមាំនិងរឹងមាំជំហាននេះមួយមានអារម្មណ៍ដូចជាជន់ឈ្លីបេះដូងមនុស្សវាទទួលរងសម្ពាធបន្តិចបន្តួចពីមុខរបស់គាត់បានងើបភ្នែកឡើងបន្តិចភ្នែករបស់ខ្ញុំបានសម្លឹងឆ្លងកាត់បង្អួចកញ្ចក់នៃហាងកាហ្វេបានស្កេនជុំវិញខាងក្នុងទឹកមុខនោះត្រជាក់ណាស់ដូចជាបឹងទឹកកកវាបានបោកបក់លើមនុស្សដោយគ្មានភាពកក់ក្ដៅអ្វីទាំងអស់រហូតដល់វាធ្លាក់មកលើខ្ញុំគាត់បានផ្អាកមួយរយៈខ្លីប៉ុណ្ណោះវិនាទីបន្ទាប់គាត់ដើរត្រង់ទៅមាត់ទ្វារហាងកាហ្វេស្បែកជើងស្បែកបានបង្កើតសំឡេងស្រួចពេលវាជន់លើកម្រាលស៊ីម៉ង់កាន់តែខិតជិតមួយជំហានម្ដងសំឡេងរំខានជុំវិញបានថមថយបន្តិចម្ដងភ្នែកទាំងអស់សម្លឹងមើលគាត់ការចង់ដឹងចង់ឃើញនឹងការភ្ញាក់ផ្អើលក៏មានការស្មានទុកមុនដែរទឹកមុខរបស់ឧត្តមសេនីយ៍បានផ្លាស់ប្ដូរនៅពេលដែលគាត់ឃើញថាវាជានរណាស្រាប់តែប្រែជាពណ៌ស្វែងតែនៅក្នុងដៃរបស់គាត់ញ័រដំណក់តែ2 3ដំណក់បានហៀចេញកំពុងតាំងទីលំនៅនៅក្នុងវិឡាសងសិនថ្មីស្រឡាងរបស់គាត់មិនដឹងខ្លួនទាំងស្រុងវងឃើញក៏មានការភ្ញាក់ផ្អើលផងដែរមាត់របស់គាត់នៅតែបើកចំហអស់រយៈពេលយូរបរិះនោះបានដើរមកទល់របស់យើងហើយឈរនៅទីនោះរូបរាងខ្ពស់របស់គាត់បានបន្សល់ទុកស្រមោលវាបានរុំព័ទ្ធខ្ញុំយ៉ាងល្អឥតខ្ចោះគាត់មិនបានសម្លឹងមើលអ្នកផ្សេងទេខ្ញុំបានមើលខ្លួនឯងបន្តិចដែលនៅតែអង្គុយលើកៅអីស៊ូនៀនស៊ីពាក្យ5ម៉ាត់ថាខ្ញុំនឹងរៀបការជាមួយអ្នកបានបន្លឺឡើងដូចគោលាន់ពុកយ៉ាងពេញទំហឹងលើតោវាបានប៉ះទង្គិចដល់បេះដូងរបស់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារស៊ូហ៊ូដែលទើបតែក្រោកឈរឡើងស្រាប់តែស្រឡាំងកាំងចង្កេះរបស់ស៊ូជៀនគូបានធ្លាក់មកលើតុវារមៀល2ដងបានធ្លាក់មកលើដីមុខឡើងក្រហមរបស់ស៊ូនៀនយីកកទាំងស្រុងមុខមិនគួរឲ្យជឿហើយមានការច្រណែនដែលមិនអាចលាក់បាំងបានឧត្តមសេនីយ៍ហ្វីជីតស៊ូបានក្រោកឈរឡើងប្រញាប់ពេកកៅអីបានរារាធ្លាក់មកលើឥដ្ឋធ្វើឲ្យមានសំឡេងក្រហមគូយ៉ានឆេនតើអ្នកកំពុងធ្វើអ្វីនៅទីនេះតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះឈ្មោះគេយ៉ានឆេនខ្ញុំបានឮអំពីវាតែ2 3ដងពីចម្ងាយប៉ុណ្ណោះកាលពីជាតិមុនឆ្អឹងខ្នងក្មេងជាងគេនៃអង្គភាពត្រង់នឹងមានគុណធម៌សមត្ថភាពលេចធ្លោលោកបានកាន់តំណែងសំខាន់មួយក្នុងវ័យក្មេងអនាគតគឺគ្មានដែនកំណត់ខ្ញុំមិនដែលរំពឹងថាគាត់នឹងនៅទីនេះទេគាត់បាននិយាយថាគាត់ចង់រៀបការជាមួយខ្ញុំទីបំផុតគូយ៉ាន់ឆេនក៏ងើយភ្នែកឡើងហើយសម្លឹងមើលទៅជាងលីងភ្នែករបស់គាត់ប្រងើយកន្តើយណាស់យ៉ាងណាក៏ដោយវាមានសម្ពាធបន្តិចបន្តួចគួរឲ្យកត់សម្គាល់អ្នកដែលមានអំណាចគាត់គឺជាមនុស្សកំសាតើពេលណាអ្នកមានសិទ្ធិរំខានខ្ញុំសំឡេងរបស់គាត់ស្ងប់ស្ងាត់យ៉ាងណាក៏ដោយពាក្យសម្ដីនីមួយមានទម្ងន់សម្ពាធនោះធ្វើឲ្យមុខរបស់ឧត្តមសេនីយ៍ឡើងក្រហមភ្លាមប៉ុន្តែគាត់មិនហ៊ាននិយាយពាក្យមួយទៀតទេគូយ៉ាន់ឆេនមិនអើពើនឹងគាត់ងាកទៅស៊ូជីងយ៉ូនិងវងខេហួរដោយដៃដែលបែកញើសបន្តិចគាត់បានធ្វើការគោរពតាមបែបយោធាស្តង់ដារយ៉ាងប៉ិនប្រសប់គាត់ឈរត្រង់រៀងដូចរណាស់ត្រង់គួរឲ្យស្ញប់ស្ញែងដោយគ្មានកំហឹងសួស្ដីពូនិងមីងខ្ញុំគឺហ្គីយ៉ានឆេនធ្វើការនៅក្រុមហ៊ុនម្សិលមិញមានស៊ីបានធ្លាក់ចូលទៅក្នុងទឹកខ្ញុំបានដើរកាត់ទីនោះដោយចៃដន្យហើយបានជួយសង្កេតសម្ដីរបស់សុភាពបុរសមានតម្លៃដូចមាសខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះគាត់ថ្ងៃនេះខ្ញុំបាននាំយកអំណោយសម្រាប់ពិធីភ្ជាប់សំណារៀបការជាផ្លូវការទៅកាន់ណែនឆៃសមិទ្ធគោអ្នកចិត្តល្អពេកហើយខ្ញុំឆ្ងល់ថាអ្នកកំពុងធ្វើការជារុក្ខជាតិប្រភេទអ្វីគូយ៉ាន់ឆេនបានបង្ហាញរុក្ខជាតិរបស់គាត់ដោយចៃដន្យដរាបណាគាត់និយាយចប់កំភួនជើងរបស់ស៊ូជីនគូស្រាប់តែញ័រខ្ញុំស្ទើរតែបាត់បង់ទល់ឲ្យភាពកម្រិតនេះមិននិយាយពីឧត្តមសេនីយ៍ទេមហាវិទ្យាល័យម្នាក់ដែលមិនទាន់បញ្ចប់ការសិក្សាវាគឺជានាយកសង្កាត់របស់ពួកគេដែលបានឃើញវាពួកគេទាំងអស់គ្នាត្រូវអន់ក្បាលហើយក៏សមិទ្ធគូសូមអង្គុយចុះនាងស៊ីហេតុអ្វីបានជាអ្នកនៅតែអង្គុយនៅទីនោះដូចជាមនុស្សល្ងងចាក់តែឲ្យសមិទ្ធគូយ៉ាងលឿនអារម្មណ៍របស់គាត់ផ្លាស់ប្ដូរលឿនជាងការបើកទំព័រសៀវភៅទៅទៀតគាត់គ្រាន់តែស្ដីបន្ទោសខ្ញុំថាមិនទាន់ពេញវ័យឥឡូវនេះពួកគេនៅតែនិយាយថាស៊ីវាដូចជាខ្ញុំជាកូនស្រីដែលគាត់ស្រឡាញ់បំផុតគូយ៉ាន់ឆេនអ្នកមិនយល់ពីគាត់តតែសោះគាត់មានកេរ្តិ៍ឈ្មោះមិនល្អគាត់ជាមនុស្សមានល្បិចកលណាស់កុំឲ្យគាត់បោកបញ្ឆោតអីក្មេងល្ងងគាត់គឺជាប្អូនស្រីរបស់ស៊ូណៃនីវប្រសិនបើនរណាម្នាក់គួរតែរៀបការវាគួរតែផ្អែកលើឆ្នាំអ្នកចាប់មនុស្សខុសហើយគាត់មិនខ្វល់ពីខ្ញុំទេគាត់មិនអាចទទួលយកខ្ញុំដែលគាត់បានបោះបង់ចោលដោយស្បែកជើងដែលទ្រុឌទ្រោមក្នុងមួយប៉ព្រិចភ្នែកគាត់ត្រូវបានមនុស្សដែលគាត់ងើយមុខឡើងអប់ជាប់ភ្នែករបស់ហ្វីយ៉ានឆិនប្រែជាត្រជាក់សម្ពាធខ្យល់ជុំវិញពួកវាបានធ្លាក់ចុះជាច្រើនដឺក្រេភ្លាមខ្ញុំដឹងនៅក្នុងចិត្តថាខ្ញុំនឹងរៀបការជាមួយអ្នកណាខ្ញុំចូលចិត្តស៊ូនៀនឆៃខ្ញុំចង់ការពារស៊ូនៀនស៊ីស្ត្រីតែម្នាក់គត់ដែលខ្ញុំចង់រៀបការជាមួយគឺឧត្តមសេនីយ៍ស៊ូនៀនស៊ីអ្នករៀបការជាមួយស៊ីណៃនីវរបស់អ្នកខ្ញុំបានរៀបការជាមួយស៊ូនៀនស៊ីរបស់ខ្ញុំអ្នកដើរតាមផ្លូវរៀងខ្លួនមិនពាក់ព័ន្ធបើអ្នកនៅតែចង្អុលម្រាមដៃទៅគូដណ្ដឹងរបស់ខ្ញុំកុំបន្ទោសខ្ញុំថាមិនសមរម្យពាក្យថាគូដណ្ដឹងមានអារម្មណ៍ដូចជាការទះកំភ្លៀងទាំងលីងយ៉ាងធ្ងន់ធ្ងរលើមុខរបស់គាត់ឡើងក្រហមរួចក៏ប្រែជាស្លេកស្លាំងបូមាត់ញ័រគាត់មិនអាចនិយាយពាក្យបដិសេធសំបីតែមួយម៉ាត់អស់រយៈពេលយូរស៊ីណៃនីវខំបូមាត់របស់នាងភ្នែកក្រហមដែលមានកែមនាងបានបន្លឺសំឡេងយ៉ាងសោកសៅនៅពីក្រោយជាងលេងវាមានអារម្មណ៍ដូចជាខ្ញុំត្រូវបានគេធ្វើបាបទាំងស្រុងគូយ៉ាន់ឆេនមិនបានមើលពួកគេម្ដងទៀតទេមើលចុះម្ដងទៀតទៅជាភ្នែកត្រជាក់របស់ខ្ញុំឥឡូវនេះភាគច្រើនវាបានរលាយអស់ហើយឥឡូវនេះដោយមានចិត្តសុភាពរៀបសារប្រយ័ត្នប្រយែងក៏មានភាពតានតឹងបន្តិចបន្តួចដែលស្ទើរតែមិនអាចកត់សម្គាល់បានអ្វីគ្រប់យ៉ាងដែលខ្ញុំបាននិយាយគឺចេញពីបាតបេះដូងរបស់ខ្ញុំអ្នកមិនចាំបាច់ប្រញាប់ប្រញាល់ឆ្លើយខ្ញុំអាចចំណាយពេលពិចារណាវាបានខ្ញុំនឹងរងចាំមិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយវាស្ងាត់ជ្រងទាំងស្រុងភ្នែកទាំងអស់បានសម្លឹងមកខ្ញុំមានការភ្ញាក់ផ្អើលនិងការច្រណែនក៏មានអ្នកដែលរងចាំមើលពួកគេធ្វើពុតខ្ញុំបានសម្លឹងមើលទៅក្នុងភ្នែកជ្រៅរបស់គាត់គ្មានការមើលងាយនៅខាងក្នុងទេគ្មានការកិននាទេគ្មានសប្បុរសធម៌ណាដែលមើលងាយឡើយមានតែភាពស្មោះត្រង់និងការគោរពកាលពីជាតិមុនរបស់ខ្ញុំបានចំណាយពេលពេញមួយជីវិតរបស់ខ្ញុំរំលាយខ្លួននៅមនុស្សគ្រប់គ្នាអាចជន់ខ្ញុំមានមនុស្សម្នាក់បែបនេះដែលដើរមករកខ្ញុំនៅក្រោមពន្លឺគាត់បាននិយាយថាគាត់ចង់រៀបការជាមួយដៃខ្ញុំញ័របន្តិចពេលខ្ញុំព្យាយាមការពារខ្លួនការអន់ចិត្តដែលបានកើតឡើងនៅក្នុងខ្ញុំអស់រយៈពេល2ជីវិតនៅពេលនោះពួកគេស្រាប់តែរកឃើញច្រកចេញខ្ញុំមិនចាំបាច់ពិចារណាហ្គីយ៉ានឆិនទេខ្ញុំចង់រៀបការជាមួយអ្នកក្រាបណាពាក្យទាំងនោះធ្លាក់ចុះមកសំឡេងស្រទន់ជាបន្តបន្ទាប់បានបំពេញខ្យល់ភ្នែករបស់ហ្គីយ៉ានឆិនភ្លឺឡើងស្នាមញញឹមស្រទន់មួយបានលេចឡើងនៅជ្រុងមាត់របស់គាត់ជាងលិនលែងញាក់សាច់មុខរបស់គាត់ពោពេញដោយការមិនជឿក៏មានអារម្មណ៍អាក់អន់ចិត្តយ៉ាងខ្លាំងផងដែរវងខីយួននិងស៊ឺជីងយ៉ូសើចសប្បាយគាត់មិនបាននិយាយអ្វីបន្ថែមទៀតទេគាត់បានគ្រវីដៃរបស់គាត់ទៅក្រៅការឆ្លើយតបដ៏ច្បាស់លាស់មួយបានមកភ្លាមពីខាងក្រៅទ្វារយុវជនពីរនាក់ស្លៀកឯកសណ្ឋានយោធាពួកគេបានមកជាមួយប្រអប់គ្រប់ទំហំប្រអប់ផលិតផលធម្មតាពីរដែលបោះពុម្ពជាមួយពាក្យថាការផ្គត់ផ្គង់ពិសេសស្រាមៅតែពីរប្រអប់វិចខ្ចប់យ៉ាងប្រណិតនិងបិទជិតដោយសូត្រពណ៌ក្រហមសម័យនេះសូម្បីតែលុយក៏មិនអាចទិញវាបានដែរមានក្រែពីរបន្ថែមទៀតគួយសូត្រពណ៌ក្រហមដែលបត់យ៉ាងស្អាតផ្នែកឆ្លងកាត់បានភ្លឺដោយពន្លឺទន់វាមើលទៅមានតម្លៃណាស់ឆ្មាំចុងក្រោយឈ្មោះឈៀវយ៉េង
កាបូបក្រណាត់ពណ៌បៃតងចាស់ធ្ងន់មួយកំពុងដេកបញ្ច្រាស់វាត្រូវបានដាក់នៅលើទៅដោយរលូនគោយ៉ាងឆេនមានភាពរហ័សរហួននិងរហ័សរហួនស្រាយស៊ីគំនោនៃស្នាដៃថ្មីស្រឡាងនិងរៀបចំយ៉ាងស្អាតនៃសាមគ្គីភាពដ៏អស្ចារ្យរៀបចំយ៉ាងស្អាតនៅខាងក្នុងបំណាស់ពណ៌ក្រហមភ្លឺមួយពន្លឺភ្លឺខ្លាំងដល់ថ្នាក់ធ្វើឲ្យភ្នែកខ្វាក់នៅទីនេះតម្លៃ1200យ៉នប្រាក់នោះគឺជាសម្រាប់អំណោយភ្ជាប់ពាក្យរបស់នីស៊ីលើពីនេះមានសៀវភៅសន្សំទាំងអស់ដែលខ្ញុំបានប្រមូលទុកក្នុងរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីរៀបការរួចវានឹងត្រូវប្រកល់ទៅឲ្យនីស៊ីដើម្បីរក្សាទុកដោយអ្វីដែលគាត់ចង់បានហើយធ្វើអ្វីដែលគាត់ចង់បានភ្នែករបស់វ៉ងឃីជួរបាក់ធំសម្លឹងមើលគំនោវិកលបាក់ធំដែលមិនទាន់បានបង់នោះដោយយកចិត្តគាត់មិនដែលឃើញលុយច្រើនយ៉ាងនេះទេក្នុងជីវិតរបស់គាត់ជឿណៃនីវខាំបូម៉ាត់ខាងក្រោមរបស់នាងក្រចករបស់ពួកគេបានជីកចូលទៅក្នុងបាតដៃរបស់ពួកគេលែងអាចលាក់បាំងកំហឹងនៅក្នុងភ្នែករបស់គាត់បានជាងលីងបានក្តាប់កណ្ដាប់ដៃរបស់គាត់យ៉ាងណែនរហូតដល់វាប្រែជាពណ៌ខៀវគាត់បានមើលអំណោយភ្ជាប់ពាក្យនៅលើតុសម្លឹងមើលរាងខ្ពស់ស្រឡះរបស់គេយ៉ាងឈិនមុខខ្ញុំមានអារម្មណ៍ឈឺចាប់ឆេះគាត់គិតថាការកើតជាថ្មីនឹងអនុញ្ញាតឲ្យគាត់ជ្រើសរើសជម្រើសដ៏ល្អបំផុតបន្ទាប់មកអ្នកអាចរស់នៅក្នុងជីវិតដែលអ្នកតែងតែស្រមៃចង់តែអ្វីទាំងអស់ដែលគាត់បានតស៊ូយ៉ាងខ្លាំងដើម្បីពួកគេគ្មានទីពឹងទាល់តែសោះប្រឆាំងនឹងគូយ៉ាងឆេនហាក់ដូចជាមិនដឹងខ្លួនពីប្រតិកម្មរបស់មនុស្សគ្រប់គ្នាពីខ្លួនឯងគាត់បានដោះនាឡិកាដៃដ៏ប្រណិតមួយចេញពីដៃរបស់គាត់ចាប់ដៃខ្ញុំពីក្រោមតូដៃខ្ញុំត្រជាក់ហើយបាតដៃរបស់គាត់ក្តៅវ៉ុនអបខ្ញុំធ្នំជុំវិញដៃខ្ញុំគាត់បានដាក់នាឡិកាដែលយឺតលើក្តៅខ្ញុំទំហំត្រឹមត្រូវនេះជាសញ្ញាសម្គាល់នៃរង្វាន់ដែលខ្ញុំបានទទួលពីក្រុមការពីលើកមុននាំអ្នកមកងាយស្រួលសម្រាប់ពិនិត្យមើលពេលវេលាវាក៏អាចត្រូវបានប្រើសម្រាប់បន្ទាប់ពីគាត់និយាយចប់គាត់បានសម្លឹងមើលទៅជាងលេនភ្នែករបស់គាត់ត្រជាក់ដូចទឹកកកជីវិតអាពាហ៍ពិពាហ៍នាពេលអនាគតរបស់ខ្ញុំគ្មានអ្នកណាផ្សេងទៀតមានសិទ្ធិប្រាប់ប្រពន្ធខ្ញុំពីអ្វីដែលត្រូវធ្វើនោះទេវាមិនមែនជារឿងរបស់គាត់ទេដែលអ្នកអតីតផ្ដល់ឲ្យគាត់នៅអកតេណាដែលមិនយល់ស្របអ្នកអាចមករកខ្ញុំបានមុខរបស់ឧត្តមសេនីយ៍ផ្លាស់ប្ដូររវាងស្លេកនិងស្លេកទីបំផុតគាត់ក៏ខំថ្មិញយ៉ាងសាហាវគាត់ដឹងថាគាត់កំពុងបង្កើតឈុតឆាកនៅថ្ងៃនេះខ្លួនគាត់ផ្ទាល់នឹងជាអ្នកដែលបាត់បង់មុខមាត់តែប៉ុណ្ណោះពេលយើងដើរគាត់ស្រាប់តែចាប់ដៃស៊ូនៀនយីវមានធម្មពលខ្លាំងស៊ូនៀនយីវឆ្មើងឆ្មៃខ្លាំងរហូតដល់នាងខឹងខ្ញុំស្ទើរតែដួលជាងលីនអ្នកកំពុងធ្វើឲ្យខ្ញុំឈឺចាប់ពេលខ្ញុំទៅដល់មាត់ទ្វារជាងលីនស្រាប់តែងាកមកសម្លឹងមកខ្ញុំដោយយកចិត្តទុកដាក់ភ្នែករបស់គាត់ពោពេញដោយការស្អប់និងការអាក់អន់ចិត្តស៊ូនៀនស៊ីអ្នកនឹងសោកស្ដាយចំពោះរឿងនេះផ្លូវដែលអ្នកបានជ្រើសរើសនៅថ្ងៃនេះអ្នកនឹងមានថ្ងៃរបស់អ្នកឆាប់ឬយឺតខ្ញុំបានសម្លឹងមើលគាត់គ្រាន់តែផ្ដល់ស្នាមញឹមស្រាលពួកគេមិនខ្វល់ពីការឆ្លើយតបឬសោកស្ដាយចំពោះវាឡើយខ្ញុំបានជ្រើសរើសគាត់ក្នុងជីវិតអតីតកាលរបស់ខ្ញុំនោះជារឿងដែលខ្ញុំសោកស្ដាយបំផុតជាងលេងនិងស៊ូណៃនីវបានចាក់ចេញក្នុងស្ថានភាពសោកស្ដាយអ្នកទស្សនាបានបែកខ្ញែកគ្នាបន្តិចម្ដងវ៉ាងគួយហួរបានអញ្ជើញគូយ៉ាន់ឆេនឲ្យអង្គុយចុះយ៉ាងប្រញាប់គាត់ហៅខ្ញុំថាកូនប្រសាម្នាក់បន្ទាប់ពីម្នាក់ទៀតគូដែលមានចិត្តរំភើបហួសហេតុមើលថារឿងនេះជាអ្វីតាមឡើយពួកគេប្រកាសណាស់អំពីការរំលោភបំពាននេះខ្ញុំមិននឹកស្មានថាអ្នកនឹងសើចចំអកឲ្យខ្ញុំបែបនេះទេនាងស៊ីគឺជាក្មេងដែលមានសំណាងម្នាក់ដើម្បីជួបមនុស្សល្អដូចអ្នកគាត់មានស្នាមញឹមនៅលើមុខរបស់គាត់វាទាំងអស់គឺអំពីការកប់ចិត្តមនុស្សទាំងខាងក្នុងនិងខាងក្រៅវាដូចជាមនុស្សដែលទើបតែហៅខ្ញុំថាជាមនុស្សអាម៉ាស់មិនមែនជាគាត់ទេស៊ូជីនគូក៏កំពុងញឹមយ៉ាងគោរពនៅក្បែរគាត់ដែរគាត់បានបន្តប្រគល់តែហ្គេយ៉ាងឈិនខ្ញុំបានមើលដោយត្រជាក់បេះដូងខ្ញុំស្ទើរតែគ្មានចលនាពួកគេមិនខ្វល់ពីខ្ញុំទេពួកគេគឺជាអត្តសញ្ញាណរបស់ Vijiko Heiko វាជាថ្លៃបណ្ណាការមួយ200យ៉េននៅក្នុងភ្នែករបស់ពួកគេខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលអាចដោះដូរយកអំណោយភ្ជាប់ពាក្យបានឧបករណ៍សម្រាប់ឡើងមេឃឈើខ្ពស់គូយ៉ាងឆេនមិនបានឆ្លើយតបច្រើនទេវារឹងតែបន្តិចប៉ុណ្ណោះភ្នែករបស់ពួកគេនៅតែសម្លឹងមកខ្ញុំគ្រប់ពេលជាមួយនឹងការព្រួយបារម្ភខ្លះតោះទៅផ្ទះត្រឡប់ទៅយករបស់ខ្លះវិញមិនអីទេខ្ញុំនឹងទៅជាមួយអ្នកវ៉ាងគួយហួរក៏ក្រោកឈរឡើងយ៉ាងលឿនដែរផ្ទះល្អត្រឡប់មកផ្ទះវិញក្រុមនោះបានឆ្ពោះទៅផ្ទះគ្រូសាស៊ូវ៉ាងគួយហួរនៅតែវិលជុំវិញខ្ញុំគាត់នឹងសួរខ្ញុំថាតើខ្ញុំត្រជាក់បន្តិចបន្ទាប់មកវាត្រូវបានអានម្ដងខ្ញុំដឹងថាអ្នកជាមនុស្សមានសំណាងសម្លេងនោះពិតជាស្រទន់មិនគួរឲ្យជឿខ្ញុំស្ទើរតែមិននិយាយពេញមួយពេលខ្ញុំគ្រាន់តែយល់ថាវាគួរឲ្យអស់សម្រាប់បានរុញខ្ញុំហើយជេរប្រមាថខ្ញុំកាលពីកន្លះម៉ោងមុនអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅខាងក្នុងវិញហើយលាក់ខ្លួនដើម្បីឥឡូវនេះនាងហៅខ្ញុំថាកូនស្រីល្អរបស់ខ្ញុំគ្រប់ពេលល្បឿនដែលគាត់បានផ្លាស់ប្ដូរទឹកមុខរបស់គាត់ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់បានមកដល់គ្រូសាស៊ូហើយទើបតែចូលបន្ទប់ធំខ្ញុំបានដើរត្រង់ទៅទូដែលជាប់នឹងជញ្ជាំងទាញថតខាងក្រោមចេញគាត់បានយកប្រអប់សម្រាប់អាហារពណ៌ក្រហមដែលមានថ្នាំលាបបកចេញប្រអប់ដែកមានទម្ងន់ធ្ងន់វាគឺជាកំណត់ទ្របមួយពីការប្រមូលផ្ដុំគ្រួសាររបស់វ៉ាងខេហួរជាធម្មតាវាត្រូវបានចាក់សោយ៉ាងរឹងមាំពួកគេមិនអនុញ្ញាតឲ្យយើងប៉ះវាសូម្បីតែម្ដងចំពោះមុខមនុស្សគ្រប់គ្នាប្រអប់ដែកត្រូវបានបើកដោយខ្ទាស់សិតគ្រាវពណ៌លឿងក្រាស់4ម្រាមដៃដេកលើក្រណាត់កម្រាលព្រំពន្លឺពណ៌លឿងបានភ្លឺនៅក្រោមចង្គៀងនេះគឺជាទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារស៊ូវាត្រូវបានបន្សល់ទុកឲ្យម្ដាយខ្ញុំដោយជីដូនខាងម្ដាយរបស់ខ្ញុំយើងបានព្រមព្រៀងគ្នាថាកូនស្រីទាំងពីរនាក់ម្នាក់នឹងមានដែរនៅជីវិតអតីតកាលរបស់ខ្ញុំបានប្រគល់ពួកគេទាំងអស់ទៅស៊ូណៃនីវជាឃ្លាំងសម្ងាត់របស់នាងមិនចាំបាច់លើកឡើងពីអំពើអាក្រក់របស់ខ្ញុំទេនៅពេលដែលខ្ញុំនិយាយថាខ្ញុំធ្វើអ្វីដោយមិនចាំបាច់សូត្រធម៌លោកខាងលិចនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្អូនស្រីអ្នកកុំប៉ះអ្វីដែលយាយបាននិយាយនៅពេលនោះកូនស្រីទាំងពីរនាក់ម្នាក់គួរតែទទួលបានពាក់កណ្ដាលវាជារឿងធម្មតាទេដែលខ្ញុំយកពីក្នុងចំណោម4ពាក់កណ្ដាលសម្រាប់មនុស្សម្នាក់អូនស្រីរបស់អ្នកនឹងរៀបការជាមួយនរណាម្នាក់មកប្រសិនបើអ្នកមិនមានទ្រព្យសម្បត្តិដើម្បីពឹងផ្អែកទេឪពុកម្ដាយក្មេករបស់អ្នកនឹងមើលតើអ្នកមានរបស់ល្អពីសមិទ្ធឯកោរបស់អ្នកឥឡូវនេះទេត្រូវការដុំមាស2ដុំទៀតតើមានអ្វីខុសដែលអ្នកក្នុងនាមជាប្អូនស្រីដែលគិតគូរពីបងស្រីរបស់អ្នកច្រើនជាងនេះហើយអ្វីបានជាយើងជិតស្និទ្ធគ្នាដូចជាគ្រួសារម៉ាក់ធ្វើរឿងនេះទាំងអស់គឺសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនមានសុវត្ថិភាពសម្រាប់អ្នកក្នុងការយកមាសច្រើនយ៉ាងនេះទៅជាមួយទេតើវាមិនល្អទេបើម៉ាក់ទុកវាឲ្យអ្នកនេះយើងទៅម្ដងទៀតហើយវាសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកជាថ្មីម្ដងទៀតវាគឺជាប្អូនស្រីដែលបានចោះចាញ់ខ្ញុំបានឬពាក្យទាំងនេះកាលពីជាតិមុនមើលដោយអស់សង្ឃឹមដូចជាអ្វីដែលជារបស់ខ្ញុំទាំងអស់នោះបានចូលទៅក្នុងហោប៉ៅរបស់ស៊ូនៀនយីខ្ញុំនឹងរក្សាថ្លៃបណ្ណាការរបស់ខ្ញុំដោយខ្លួនឯងម៉ាក់មិនចាំបាច់បារម្ភទេថ្ងៃនេះខ្ញុំបានទៅជាមួយហ្គេយ៉ាងឈិនការចំណាយទាំងអស់សម្រាប់ពិធីមង្គលការគ្រូសាស៊ូមិនចាំបាច់ចំណាយប្រាក់មួយកាក់មួយសេនទេអាចរក្សាទុកថ្លៃបណ្ណាការចំនួន1200យ៉នទាំងអស់លើសពីនេះត្រីក្រកតូចពណ៌លឿងពីរក្បាលនេះជារបស់ខ្ញុំយើងទាំងពីរច្បាស់ហើយចាប់ពីពេលនេះទៅខ្ញុំនឹងមិនជ្រៀតជ្រែកក្នុងកិច្ចការគ្រួសារស៊ូទៀតទេរឿងរបស់ខ្ញុំមិនមែនជារឿងរបស់អ្នកទេមិនក៏កូននិយាយបែបនេះយើងបានចិញ្ចឹមអ្នកឲ្យធំឡើងអ្នកនិយាយថាយើងស្មើគ្នាបន្ទាប់មកយើងក៏ស្មើគ្នាតើអ្នកនិយាយជាមួយឪពុកម្ដាយរបស់អ្នកតាមរបៀបនោះទេចិញ្ចឹមខ្ញុំដល់វ័យពេញវ័យខ្ញុំបានសងប្រាក់ថ្លៃកូនក្រមុំដែលជំពាក់រួចហើយ1200យ៉នគឺគ្រប់គ្រាន់សម្រាប់ការចូលនិវត្តន៍របស់អ្នកនាពេលបច្ចុប្បន្ននេះប្រសិនបើអ្នកមានអារម្មណ៍ថាវាមិនគ្រប់គ្រាន់បន្ទាប់មកសួរស៊ូណៃនីវសម្រាប់វាយ៉ាងណាមិញនាងគឺជាកូនស្រីដែលអ្នកស្រឡាញ់តាំងពីនាងនៅក្មេងគាត់ចង់រិះគន់ប៉ុន្តែការរើសអើងនៅតែមានគូយ៉ាន់ឆេនដែលកំពុងឈរក្បែរគាត់បានទប់កំហឹងរបស់គាត់ដោយកម្លាំងពូនិងមីង
យើងបានឲ្យតម្លៃកូនក្រមុំតាមទំនៀមទម្លាប់ថ្លៃបណ្ណាការរបស់ណែនឆៃក៏គួរតែជារបស់គាត់ដែរតម្លៃកូនក្រមុំ1200យន់នៅក្នុងរដ្ឋធានីខេត្តរបស់យើងទុកឲ្យតែរៀបការឲ្យកូនស្រីរៀបការ3នាក់គឺគ្រប់គ្រាន់ហើយប្រសិនបើអ្នកគិតថាវាមានន័យយើងអាចទៅគណៈកម្មាធិការសង្កាត់ឬឃុំដើម្បីទទួលបានសារក្រមដោយយុត្តិធម៌មួយចាំមើលកូនស្រីអ្នកណារៀបការដើម្បីទទួលបានថ្លៃបណ្ណាការដ៏ច្រើនបែបនេះតែពួកគេមិនបានឲ្យថ្លៃបណ្ណាការដល់នាងសំបីខ្ញុំក៏ចង់ទទួលបានមតិយោបល់ពីអ្នកជិតខាងរបស់ខ្ញុំដែរកូនស្រីទី2របស់ស៊ូបានធ្លាក់ចូលទៅក្នុងឪពុកម្ដាយបង្កើតមិនខ្វល់ថាគាត់នៅរស់ឬស្លាប់ទេដំបូងឡើយសូមពិចារណាអំពីកេរ្តិ៍ឈ្មោះរបស់កូនស្រីឈ្មោះល្អទេដែលនិយាយអំពីរឿងនេះ Wang Qizhuo និង Su Jiango មិននិយាយភ្លាមបានគួយហួរដកដៃចេញរួចផ្លុំខ្លួនឯងគាត់បានរអ៊ូតមអ្វីមួយនៅក្រោមដង្ហើមរបស់គាត់ថាមិនអីទេនិស្សិតស្រីម្នាក់បរាជ័យក្នុងការចូលរៀននៅសាកលវិទ្យាល័យចង់ Su Jiango ក៏បែរមុខចេញដោយទឹកមុខស្រពោនគាត់មិនបាននិយាយអ្វីបន្ថែមទៀតទេខ្ញុំមិនបានចូលក្នុងពិធីជាមួយពួកគេទេសក្រាពណ៌លឿងតូចពីក្បាលត្រូវបានបំបែកនៅនឹងកន្លែងប្រើក្រណាត់រុំគាត់បានដាក់វានៅក្នុងហោប៉ៅខាងក្នុងបំផុតបន្ទាប់មកខ្ញុំបានងាកហើយចូលទៅក្នុងកាប៊ីនពីងកញ្ចប់ដែលត្រូវបានវេចខ្ចប់យូរមកហើយចេញតោះទៅបន្ទុកល្អគឺស្រាលប៉ុន្តែគាត់បានកាន់វាយ៉ាងរឹងមាំដូចជាការកាន់របស់មានតម្លៃដើរទៅមាត់ទ្វារទេឃ្លាវ៉ាងគុយហ៊ូនិងស៊ូជាងគូបានដើរតាមពីក្រោយដោយគោជាមួយគ្រឿងបូជាកាន់ទុកយើងនិយាយថាត្រឡប់មកផ្ទះវិញជាញឹកញាប់ត្រឡប់មកញ៉ាំអាហារពេលល្ងាចវិញពេលអ្នកញ៉ាំនៅលើមុខរបស់ពួកគេគឺពិតប្រាកដវាគឺជាភាពស្មោះត្រង់ចំពោះការបកស្រាយនិងលុយកាក់ខ្ញុំមិនបានងាកមកទេគាត់បានចូលទៅក្នុងឡានភ្លាមឡានបានចាប់ផ្ដើមយឺតបំពង់ផ្សែងបានបាញ់ធូលីមួយដុំឡើងខ្ញុំបានមើលក្នុងកញ្ចក់មើលក្រោយឃើញទីធ្លាទ្រឹបទ្រោមនោះកាន់តែតូចទៅសម្លឹងមើលរូបមនុស្សពីរនាក់ដែលឈរនៅមាត់ទ្វារព្រើកាន់តែខ្លាំងឡើងខ្ញុំរស់នៅក្នុងទីធ្លានោះអស់រយៈពេល20ឆ្នាំរងទុក្ខវេទនាអស់រយៈពេល20ឆ្នាំអូនស្រីរបស់ខ្ញុំដែលបានលះបង់អស់រយៈពេល20ឆ្នាំខ្ញុំទីបំផុតបានធ្វើវាចេញគ្មានដាននៃសេចក្តីស្រឡាញ់ដែលនៅសេសសល់ក្នុងចិត្តខ្ញុំមានតែភាពងាយស្រួលនិងសេចក្តីរីករាយដែលមិនធ្លាប់មានពីមុនមកដូចជាការរំដោះខ្លួនចេញពីច្រវាក់ដែលចងខ្ញុំអស់រយៈពេល20ឆ្នាំដូចជាវាចេញពីកម្រាលព្រំភក់ងឹតនៅទីបំផុតវាក្តៅនៅខាងក្នុងរទេះម៉ាស៊ីនកម្ដៅត្រូវបានបើកគូយ៉ានឆេនមានអារម្មណ៍ក្តៅឡើងបន្តិចម្ដងពីខ្យល់បក់អាកាសធាតុត្រជាក់ខ្លាំងណាស់ពេលកំពុងបើកបរពេលខ្លះគាត់តែងតែសម្លឹងមើលខ្ញុំតាមកញ្ចក់មើលក្រោយភ្នែករបស់នាងឆៃពោពេញដោយការព្រួយបារម្ភប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលសូមអៀងខ្លួនទៅចំហៀងហើយសម្រាប់មួយសន្ទុះមិនអីទេបើអ្នកចង់យំខ្ញុំមិនសើចចំអកអ្នកទេខ្ញុំគ្រាន់តែញើសក្បាលចេញកំពុងមើលប្រវត្តិរូបរបស់គាត់ពេលគាត់ផ្ដោតលើការបើកបរភ្លាមនោះជ្រុងមាត់របស់គាត់ក៏ជ្រួញទៅជាស្នាមញឹមនេះជាលើកដំបូងរបស់ខ្ញុំចាប់តាំងពីការជាស្រីសំណើចដំបូងដ៏ពិតប្រាកដនិងធូរស្រាលខ្ញុំមិនមានអារម្មណ៍មិនស្រួលទេយ៉ានឆេនខ្ញុំសប្បាយចិត្តណាស់គូយ៉ានឆេនស្រឡាំងកាំងមួយសន្ទុះបន្ទាប់មកគាត់សើចចិញ្ចើមនឹងភ្នែករបស់គាត់បានធូរស្រាលដូចជាព្រើរីកនៅនីតិក្រដៅស្អាតណាស់ឲ្យតែអ្នកសប្បាយចិត្តចាប់ពីពេលនេះទៅអ្នកនឹងកាន់តែសប្បាយចិត្តរថយន្តបានបើកឆ្លងកាត់ផ្លូវក្រាលថ្មដើរកាត់ហ្វូងមនុស្សដ៏មីងឹកបើកបរក្នុងទីដែលផ្ទុយពីគ្រួសារស៊ូខ្ញុំដឹងពីបំណងប្រាថ្នារបស់បេះដូងខ្ញុំវាពិតជាចាប់ផ្ដើមពីពេលនេះទៅទីបំផុតឡានក៏ឈប់នៅច្រកចូលទីធ្លាស្ងាត់មួយជញ្ជាំងទីធ្លាឥដ្ឋក្រហមទ្វារលាបពណ៌ខ្មៅមានដើមទឹមពីរដើមនៅក្នុងទីធ្លាទោះបីជាស្លឹកឈើជ្រុះនៅរដូវរងាក៏ដោយប៉ុន្តែខ្ញុំអាចស្រមៃមើលថាតើវានឹងខៀវស្រងាត់និងបៃតងខ្ចីយ៉ាងណានៅរដូវប្រាំងនេះជាផ្ទះដែលបែងចែកដោយអង្គភាពការងាររបស់ខ្ញុំដូចតែស្ងាត់ខ្ញុំបានរៀបចំវាបន្តិចជាមុនសិនសូមមើលថាតើអ្នកចូលចិត្តវាឬអត់ប្រសិនបើមានអ្វីដែលអ្នកមិនពេញចិត្តយើងនឹងធ្វើការកែប្រែខ្ញុំបានដើរតាមពួកគេចូលទៅខាងក្នុងទីធ្លាមិនធំទេប៉ុន្តែវាត្រូវបានសម្អាតយ៉ាងល្អកម្រាលឥដ្ឋត្រូវបានបោះសម្អាតឥដ្ឋខ្ចោះបន្ទប់សំខាន់ចំនួន3បង្អួចត្រូវបានសម្អាតរហូតដល់វាភ្លឺមានផើងផ្កាហូលី2នៅលើបង្អួចផងដែរបៃតងខៀវស្រងាត់វាបានបន្ថែមជីវិតយ៉ាងច្រើនចូលទៅក្នុងផ្ទះរលកនៃភាពកក់ក្ដៅបក់មកលើអ្នកចង្ក្រានកំពុងឆេះយ៉ាងសន្ធោសន្ធៅកំសៀវកំពុងពុះហើយហុយផ្សែងនៅលើចង្ក្រានបន្ទប់ធំត្រូវបានបំពាក់ដោយតុនិងកៅអីសាមញ្ញជូតវាឲ្យស្អាតបន្ទប់ខាងក្នុងគឺជាបន្ទប់គេងក្រោយថ្មីត្រូវបានដាក់ចេញសម្លៀកបំពាក់ថ្មីពីរឈុតត្រូវបានបត់នៅក្បាលក្រែអ្វីដែលខ្ញុំមិនអាចដកភ្នែកចេញបានវាគឺជាវាំងនឹងផ្កាពណ៌ខៀវខ្ចីដែលព្យួរនៅលើបង្អួចក្រណាត់ទន់ផ្កាតូចស្រស់ស្រាយនិងទន់ភ្លន់ផ្នែកខាងលើត្រូវបានផលិតចេញពីគូប៉ុងក្រណាត់ដែលខ្ញុំបានសន្សំទុកជាយូរមកហើយខ្ញុំគ្រាន់តែចង់ធ្វើវាំងបែបនេះឆ្លើយនឹងក្មេងរពីដោយសារខ្ញុំមានចរិតតូចតាចនិងរឹងរូសពួកគេមិនអនុញ្ញាតឲ្យខ្ញុំដាក់វានិយាយថាគាត់បានបាត់បង់របស់គាត់អូនស្រីខ្ញុំមានរសជាតិឆ្ងាញ់ណាស់រ៉ូបនេះស្អាតណាស់បងមិនដឹងថាអូនចូលចិត្តម៉ូដផ្កាបែបនេះរត់ទេបងទៅមើលនៅហាងទំនិញឃើញថាពណ៌នេះស្រស់ស្រាយល្អមើលទៅស្អាតបាតក៏ទិញយកមកព្យួរតែម្ដងទៅបើអូនមិនចូលចិត្តទេពួកយើងដូរចេញក៏បានខ្ញុំលូកដៃទៅស្ទាបសាច់ក្រណាត់ដ៏ទន់ល្មើយថ្នមចុងរាមដៃទទួលដឹងពីភាពកក់ក្ដៅនៃសាច់ក្រណាត់រង្វង់ភ្នែកស្រាប់តែក្ដៅភីឡើងខ្ញុំចូលចិត្តណាស់ពិតជាចូលចិត្តខ្លាំងណាស់គូយ៉ានឆិនដកដង្ហើមធំធូរទ្រូងភ្លាមញឹមរហូតលេចធ្មេញស្កោះមើលទៅហាក់ដូចជា slot boat ខុសប្លែកស្រឡះពីមន្ត្រីដែលមានអំណាចខ្លាំងក្លាមុននេះអូនចូលចិត្តគឺល្អហើយរសៀលថ្ងៃនោះគាត់បានដាំទឹកក្ដៅឲ្យខ្ញុំងូតទឹកក្ដៅសម្រាប់កាយរួចរកអាវរងាក្បាស់ក្រាស់ស្អាតបាត់មកឲ្យខ្ញុំបដូរសម្លៀកបំពាក់ដ៏កក់ក្ដៅរុំព័ទ្ធលើរាងកាយទិញលាងភាពត្រជាក់ចេញពីក្នុងឆ្អឹងពេលល្ងាចគាត់បានចូលចម្អិនបពោតនឹងធ្វើនំកំមុងនំសៅពោតព្រមទាំងមានឆៃថាវជ្រក់មួយចាននិងពងទាចៀនមួយចានអូនញ៉ាំឲ្យបានច្រើនបន្តិចទៅដើម្បីបំពេញសុខភាពថ្ងៃនេះរងាខ្លាំងណាស់ហើយពន្លឺភ្លើងពណ៌លឿងទុំជិះចម្លើផ្ទៃមុខរបស់គាត់ធ្វើឲ្យទម្រង់មុខដ៏មមួនរបស់គាត់មើលទៅទន់ភ្លន់ជាងខ្ញុំអន់ក្បាលញ៉ាំបពោតចំហាយក្តៅបានធ្វើឲ្យភ្នែកខ្ញុំស្រវាំងជាតិមុនរៀបការជាមួយជាងលីនច្រើនឆ្នាំយ៉ាងនេះខ្ញុំធ្វើម្ហូបចូលចង្ក្រានរាល់ថ្ងៃដើម្បីបម្រើការហូបចុករបស់គាត់គាត់មិនដែលនិយាយពាក្យថាអូនញ៉ាំឲ្យច្រើនបន្តិចទៅនោះទេមានតែអ៊ូទំរឿងម្ហូបមិនត្រូវមាត់បន្ទោសថាខ្ញុំធ្វើមិនបានល្អទើបដឹងថាអារម្មណ៍ដែលត្រូវបានគេយកចិត្តទុកដាក់វាមានន័យបែបនេះសោះថ្ងៃបន្តបន្ទាប់កន្លងផុតទៅយ៉ាងស្ងប់ស្ងាត់និងមានក្តីសុខគូយ៉ានឆិនជាមនុស្សមិនសូវនិយាយស្ដីតែរាល់ការយកចិត្តទុកដាក់របស់គាត់គឺបង្ហាញតាមរយៈសកម្មភាពពិតរាល់ព្រឹកគាត់តែងតែក្រោកពីព្រលឹមបង្កាត់ភ្លើងក្នុងចង្ក្រានឲ្យឆេះខ្លាំងដាំទឹកក្តៅរួចទើបធ្វើអាហារពេលព្រឹករងចាំខ្ញុំក្រោកពីគេងទឹកសម្រាប់លាងមុខគឺមានឧណហភាពឧណហមុំអាហារពេលព្រឹកត្រូវបានរៀបចំនៅលើតុទាំងហុយផ្សែងតិចឲ្យតែចេញពីធ្វើការគឺគាត់មកផ្ទះភ្លាមមិនដែលទៅដើរហើរខាងក្រៅឡើយដាក់កាតាបចុះភ្លាមគឺធ្វើការងារផ្លែពុះអស់ដងទឹកបោះសម្អាតផ្ទះការងារធ្ងន់កខ្វក់គឺគាត់ដណ្ដើមធ្វើទាំងអស់ពេលខ្ញុំធ្វើម្ហូប
គាត់ក៏មកអង្គុយជិតនឹងជួយបេះបន្លែនិងបង្កាត់ភ្លើងពេលខ្ញុំបកខោអាវគាត់ក៏ទៅដងទឹកនៅមាត់អណ្ដូងយូរធុងទឹកមកបំពេញឲ្យពេញអ្នកជិតខាងនៅក្នុងតំបន់ផ្ទះល្វែងរបស់អង្គភាពពេលខ្លះចូលនៅមាត់ទ្វារនិយាយលេងសើចថាគេនិយាយថាសម្មិតគូនៅក្មេងមានសមត្ថភាពមិននឹកស្មានថាថែមទាំងចេះស្រឡាញ់ថ្នាក់ថ្នមប្រពន្ធដល់ថ្នាក់នេះសោះការយកប្រពន្ធមកគឺដើម្បីស្រឡាញ់ថ្នាក់ថ្នមមិនមែនរកមកធ្វើជាអ្នកបម្រើមិនគិតថ្លៃនោះទេហើយអ្វីបានជាការងារផ្ទះគ្រប់យ៉ាងត្រូវតែខាងស្រីជាអ្នកធ្វើនៅពេលពាក្យសម្ដីទាំងនេះឬមកដល់ត្រចៀកខ្ញុំកំពុងតែដេកខោអាវមកគញ្ជលក៏វិចបន្តិចក្នុងទ្រូងហាក់ដូចជាមានអ្វីម្យ៉ាងមកទង្គិចខ្នងទុនជ្រាយខ្ទេចខ្ទីអស់ជាតិមុនខ្ញុំធ្វើការដូចគោដូចក្របីរ៉ាប់រងការងារផ្ទះទាំងអស់រដូវរងាដៃត្រូវរងាត្រជាក់រហូតដល់ព្រះឈាមពេញចឹងលីនបែរជាគិតថាវាជារឿងធម្មតាទៅវិញគិតថាមនុស្សស្រីគួរតែធ្វើរឿងទាំងនេះទើបដឹងថាមិនមែនមកពីខ្ញុំសំតែហត់នឿយនោះទេគឺមកពីមនុស្សកាលពីមុនមិនចេះថែរក្សាវាតតែសោះខ្ញុំបានយកមាសដុំតូចពីរដុំដែលយកតាមខ្លួនមកនោះទៅបដូរនៅធនាគារតាមច្បាប់កំណត់គូយ៉ាន់ឆិនបានកំដរខ្ញុំទៅផ្ទាល់គាត់បានជម្រាបសួរខាងធនាគារទុកជាមុននីតិវិធីទៅប្រព្រឹត្តទៅយ៉ាងរលូនបដូរបានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់កាន់លុយទាំងនោះហើយក្នុងចិត្តខ្ញុំក៏មានអារម្មណ៍កក់ក្ដៅនិងមានលំនឹងជាងមុនខ្ញុំមិនចង់ឲ្យគូយ៉ាន់ឆិនចិញ្ចឹមខ្ញុំអស់មួយជីវិតនោះទេខ្ញុំចង់មានរបររកស៊ីផ្ទាល់ខ្លួនចង់ពឹងផ្អែកលើពីអ្នកដៃខ្លួនឯងដើម្បីរស់នៅជាតិមុនខ្ញុំពូកែខាងដេប៉ាការរស់នៅអគារស្នាក់រួមតែងតែជួយអ្នកចិត្តខាងដេនិងប៉ះខោអាវកាត់ជើងខដើម្បីដូរយកបានស្បៀងមកជួយផ្គត់ផ្គង់គ្រួសារជាតិខាងនេះខ្ញុំចង់បើកហាងដេខោអាវដោយខ្លួនឯងខ្ញុំបានប្រាប់គំនិតនេះទៅកាន់គូយ៉ាន់ឆិនខ្ញុំស្មានថាគាត់នឹងជំទាស់រស់នៅក្នុងសម័យកាលនេះសាច់ញាតិរបស់មន្ត្រីចេញទៅរកស៊ីផ្ទាល់ខ្លួនជិះមិនរួចពីការត្រូវគេនិយាយដើមឡើយមិននឹកស្មានថាពេលគាត់ស្ដាប់រួចភ្នែករបស់គាត់ក៏ភ្លឺលងឡើងហើយគាំទ្រខ្ញុំយ៉ាងខ្លាំងល្អតើអ្វីដែលអូនពូកែយ៉ាងនេះបើកហាងច្បាស់ជាគ្មានបញ្ហាទេលុយគ្រប់គ្រាន់អត់បើមិនគ្រប់បងនៅមានទៀតចំណែកទីតាំងហាងចាំបងជួយរកពួកយើងរកកន្លែងណាដែលមានទីតាំងល្អនិងមានមនុស្សដើរកាត់ច្រើនលិខិតអនុញ្ញាតអាជីវកម្មចាំបងជូនទៅធ្វើកុំខ្លាចការលំបាកគាត់មិនបាននិយាយថាមនុស្សស្រីគួរតែនៅផ្ទះនោះទេមិនបាននិយាយថាបងចិញ្ចឹមអូនកុំធ្វើអ្វីឲ្យគាត់បានយកចិត្តទុកដាក់នឹងគំនិតរបស់ខ្ញុំយ៉ាងពិតប្រាកដហើយគាំទ្រខ្ញុំអស់ពីសមត្ថភាពខណៈពេលនោះខ្ញុំដឹងភ្លាមថាខ្ញុំរើសមនុស្សមិនខុសទេកន្លះខែបន្ទាប់មកទៀតគូយ៉ាន់ឆិនបានរវល់ទាំងយប់ទាំងថ្ងៃដើម្បីជួយខ្ញុំរកទីតាំងហាងនិងរត់ការធ្វើឯកសារទីតាំងហាងត្រូវបានជ្រើសរើសនៅចំផ្លូវបំបែកដែលអ៊ូអរបំផុតមានមនុស្សដើរកាត់ច្រើនកកកនៅជិតខាងនោះគឺមានហាងទំនិញធំមួយទីតាំងគឺល្អខ្លាំងណាស់នៅពេលរត់ការសុំលិខិតអនុញ្ញាតអាជីវកម្មមន្ត្រីនៅការិយាល័យសង្កាត់បានធ្វើការរំខានដល់ចិត្តណាដោយនិយាយថានីតិវិធីសម្រាប់អាជីវកម្មខ្នាតតូចគឺមានភាពស្មុគស្មាញទៅផ្ទះរងចាំដំណឹងសិនគូយ៉ាន់ឆិនមិនបានយកឋានៈរបស់ខ្លួនទៅសង្កត់សង្កិនអ្នកគ្រាន់តែដកយកឯកសារគោលនយោបាយចេញមកហើយវែកញែកជាមួយភាគីម្ខាងទៀតមួយចំណុចម្ដងមានហេតុផលត្រឹមត្រូវនិងមានភស្តុតាងច្បាស់លាស់ហើយក៏មិនភាគីម្ខាងទៀតឃើញគាត់យល់ដឹងពីការងារហើយមានអធិបុលខ្លាំងក៏មិនហ៊ានធ្វើបាបឬបង្កការលំបាកក៏បានវាយត្រាបញ្ជាក់យ៉ាងលឿនរហ័សហាងត្រូវបានជួសជុលនិងតុបតែងឡើងវិញយ៉ាងសាមញ្ញលាបជញ្ជាំងពណ៌ធ្វើធ្នើរដាក់អីវ៉ាន់និងកោនតថ្មីគូយ៉ាន់ឆិនពេលចេញពីធ្វើការក៏មកជួយលាបពណ៌ជញ្ជាំងដំឡើងធ្នើររហូតដល់ដុសពងដៃគុំធ្វើទៀតអីសម្រាប់បន្តិចទៅទុកឲ្យបងធ្វើម្នាក់ឯងទៅរឿងទាំងនេះអ្នកដទៃឃើញគេនឹងសើចចំអកមិនខានបងធ្វើការឲ្យប្រពន្ធរបស់បងតើអ្នកណាខ្ជិលសើចក៏សើចទៅបាត់ដៃរបស់គាត់កក់ក្ដៅខ្លាំងណាស់មានដុសពងដៃស្ដាងនៅពេលដែលគាត់កាន់ដៃខ្ញុំវាធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅនិងមានសុខភាពដំណើរការគឺជាថ្ងៃដ៏ល្អមួយផ្លាកឈើឈ្មោះហាងកាត់ដេនៀនស៊ីត្រូវបានព្យួរនៅលើផ្លាកទ្វារគឺលោកគូយ៉ាន់ឆិនជាអ្នកសរសេរដោយផ្ទាល់ដៃអក្សរដូចជាមនុស្សរឹងមាំនិងមានអំណាចគាត់បានសុំច្បាប់សម្រាប់កន្លះថ្ងៃជាពិសេសដើម្បីមកជួយខ្ញុំសម្អាតអនាម័យបិទក្រដាស់ក្រហមវកវីជួយការងារមកក្រោយអ្នកជិតខាងនិងអ្នកមីងនៅក្នុងតំបន់ផ្ទះល្វែងមកជួយគ្រប់គ្រងយ៉ាងច្រើនព្រមទាំងមានអ្នកដំណើរឆ្លងកាត់ចូលមកមើលដោយក្តីចង់ដឹងចង់ឃើញគ្រាន់តែថ្ងៃដំបូងខ្ញុំទទួលបានការកម្មងអីវ៉ាន់ជាច្រើនមានទាំងការកែសម្រួលសម្លៀកបំពាក់និងធ្វើខោថ្មីខ្ញុំបានកាន់ម៉ាស៊ីនដេយ៉ាងចិត្តចង់នឹងល្អិតល្អន់ស្នាដៃយ៉ាងប្រណីតអតិថិជនទាំងអស់សុទ្ធតែសរសើរមិនដាច់ពីមាត់ពេលយប់បិទហាងគិតលុយសម្លឹងមើលក្រដាស់ប្រាក់រាយនិងកាក់តូចនៅក្នុងដៃក្នុងចិត្តខ្ញុំមានអារម្មណ៍ស្កប់ស្កល់ខ្លាំងណាស់វាជាលុយដែលខ្ញុំរកបានដោយកម្លាំងដៃទាំងពីររបស់ខ្ញុំផ្ទាល់ស្អាតស្អំពិតប្រាកដនឹងមានក្តីសុខបងដឹងថាអូនច្បាស់ជាធ្វើបានពន្លឺភ្លើងជាចំភ្នែករបស់គាត់ភ្លឺថ្លាពេញដោយស្នាមញឹមជីវិតរស់នៅបានកន្លងផុតទៅយ៉ាងសាមញ្ញបែបនេះអាជីវកម្មហាងកាត់ដេររបស់ខ្ញុំកាន់តែរីកចម្រើនឡើងដោយសារតែស្នាដៃល្អនិងម៉ូដថ្មីមនុស្សជាច្រើនសុខចិត្តធ្វើដំណើរវាងផ្លូវដើម្បីមកកាត់សម្លៀកបំពាក់អតិថិជនចាស់ត្រឡប់មកវិញកាន់តែច្រើនឡើងមនុស្សសញ្ចេតនារវាងខ្ញុំនិងគូយ៉ាន់ឆិនក៏កាន់តែផ្អែមល្ហែមឡើងគាត់ផ្ដល់តម្លៃឲ្យខ្ញុំស្រឡាញ់ថ្នាក់ក្នុងខ្ញុំហើយពិភាក្សាជាមួយខ្ញុំគ្រប់រឿងមិនដែលធ្វើច្រិតជាបរិសុទ្ធធំឡើយពេលយប់ពួកយើងអង្គុយនៅក្រោមពន្លឺភ្លើងគាត់មើលឯកសាររបស់គាត់ខ្ញុំធ្វើការងារដេរដាំរបស់ខ្ញុំជួនកាលងើបមុខមកសម្លឹងមើលគ្នាហើយញឹមពេលវេលាពោពេញដោយភាពសុខសាន្តខ្ញុំចាប់ផ្ដើមភ្លេចនៅការជិះចាប់ពីជាតិមុនបន្តិចម្ដងហើយចាប់ផ្ដើមជឿជាក់ថាជាតិភពនេះខ្ញុំពិតជាអាចរស់នៅក្នុងជីវិតដ៏ល្អប្រសើរបានប៉ុន្តែចង់ស្ងប់ស្ងាត់តែរលកមិនព្រមស្ងប់គ្រួសារខាងត្រកូលស៊ូនៅតែមិនព្រមឈប់ឆាឆាឡើយដំបូងឡើយគឺវាងជួយហ្វាបានមកលេងម្ដងតើយូដំឡូងជ្វាកន្លះបាវដោយនិយាយថាមកសួរសុខទុក្ខខ្ញុំពេលចូលមកដល់ភ្លាមនាងក៏មើលឆ្វេងមើលស្ដាំមាត់ក៏អ៊ូតំថាបានប្តីជាមន្ត្រីពិតជាគ្រាន់បើមែនមានស៊ីឯងពិតជាមានលៀបសំណាងធំណាស់និយាយវៀងវងអស់មួយសន្ទុះធំទើបនិយាយរដាក់រដុបថាប្អូនប្រុសរបស់ឯងនៅឯជនបទចង់ត្រឡប់មកទីក្រុងវិញចង់ដឹងថាលោកគូយ៉ាន់ឆិនអាចជួយបានទេដើម្បីរកការងារឲ្យធ្វើមួយកន្លែងម៉ែយ៉ាន់ឆិនគាត់មានវិន័យការងារមិនអាចចង់ដើរតាមទ្វារក្រោយតាមចិត្តចង់រឿងរបស់ប្អូនប្រុសគួរតែធ្វើទៅតាមច្បាប់ទម្លាប់ខ្ញុំជួយមិនបានទេពេលនោះវាងជួយហ្វាក៏ប្រែប្រួលទឹកមុខភ្លាមនិយាយថាខ្ញុំស្លាប់រឹងហើយមិនទទួលស្គាល់ផ្ទះខាងម្ដាយបង្កើតទេនិយាយថាខ្ញុំជាមនុស្សម្គុណចិញ្ចឹមខ្ញុំឲ្យធំទេខ្ញុំមិនបានឆ្លោះជាមួយគាត់ទេគ្រាន់តែធ្វើមុខស្មោះហើយស្ដាប់ចុងក្រោយគាត់ឃើញខ្ញុំមិនស្ដាប់តាមក៏ដើរចេញទៅទាំងខឹងសម្បាសំបីតែដំឡូងជ្វាកន្លះបាវនោះក៏យូរទៅវិញដែរខ្ញុំដឹងថានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពួកគាត់លោភលន់មិនចេះឆ្អែតឆ្អន់ពេលបានភ្លក់រសជាតិផ្អែមល្ហែមគឺនឹងចង់ទាមទារកាន់តែច្រើនចំណែកឯជីវិតអាពាហ៍ពិពាហ៍របស់ជាងលីននិងក៏មិនបានដូចអ្វីដែលពួកគាត់រំពឹងទុកនោះដែរស្រស់ស្រួលល្អល្អន់នឹងគ្នាដូចគូស្នេហ៍ទេវតាខ្ញុំបាននៅអ្នកចិត្តខាងនិយាយថាពួកគាត់ការបានមិនប៉ុន្មានថ្ងៃផងក៏ចាប់ផ្ដើមឆ្លោះគ្នាស៊ូនាងយេត្រូវបានគេថ្នមតាំងពីតូចមកការងារផ្ទះសម្បែងមិនចេះធ្វើបន្តិចសោះបាយក៏មិនចេះដាំខោអាវក៏មិនចេះបោករាល់ថ្ងៃដឹងតែពីតុបតែងខ្លួនហុចដៃសុំលុយទិញក្រណាត់ផ្កាទិញលេលាបមុខតាមឡើយជាងលីនគិតថាបានរៀបការជាមួយស្រីក្នុងដួងចិត្តដែលទន់ភ្លន់និងយល់ចិត្តលទ្ធផលគឺពេលមកដល់ផ្ទះចង្ក្រានបាយត្រជាក់ស្រីខោអាវក៏ដូចភ្នំនៅក្នុងផ្ទះញ៉ៃញ៉ៃដូចទ្រង់ជ្រូកម្យ៉ាងទៀតវាងជួយនឹងស៊ូជៀនគូ2ឬ3ថ្ងៃរត់មកទីក្រុងម្ដងរាល់ដងមិនដែលទៅវិញដៃទេឡើយបើមិនសុំបានស្បៀងក៏សុំបានក្រណាត់ដែរបើមិនសុំលុយក៏សុំរបស់របរដែរចាត់ទុកជាងលីនដូចជាម៉ាស៊ីនដកលុយជាងលីនគ្រាន់តែជានិស្សិតសាកលវិទ្យាល័យម្នាក់ប្រាក់ខែរាល់ខែមានតែបន្តិចបន្តួចនឹងតើអាចទ្រាំទ្រនឹងការចំណាយបែបនេះបានយ៉ាងម៉េចទៅអ្នកទាំងពីរឆ្លោះគ្នារាល់ថ្ងៃ
ស៊ូនាងយាយយំសោកសឹកសួរនិយាយថាជាងលីនមិនស្រឡាញ់នាងទៀតទេនិយាយថាកាលពីមុនដែលសន្យាថានឹងល្អដាក់នាងសុទ្ធតែជាការកុហកទាំងអស់ជាងលីនធុញទ្រាន់ជាខ្លាំងងុំនៅក្នុងបណ្ណាល័យលុះត្រាតែគេបិទភ្លើងទៅមិនព្រមត្រឡប់ទៅផ្ទះមានដងមួយខ្ញុំបានទៅហាងទំនិញដើម្បីទិញក៏បានជួបជាងលីនដោយចៃដន្យគាត់ស្គមជាងមុនច្រើនណាស់រង្វង់ភ្នែកខុងជ្រៅសក់ក្បាលរញ៉ៃញ៉ៃអាវធំចុងសានជ្រីវជ្រួញអស់មិនមានភាពរស់រវើកនឹងជឿជាក់ដោយការពីមុនទៀតឡើយខ្ញុំភ្នែករបស់គាត់ស្រាប់តែភ្លឺឡើងភ្លាមហើយដើរមករកខ្ញុំយ៉ាងលឿនមានស៊ីគាត់ហៅខ្ញុំទាំងសម្លេងស្អកស្អាតខ្សែភ្នែកពោពេញដោយភាពស្មុគស្មាញមានទាំងការដឹងខុសនិងការស្ដាយក្រោយហើយក៏មានអ្វីផ្សេងទៀតដែរខ្ញុំបានបញ្ឈប់ជំហានហើយសម្លឹងមើលគាត់ដោយត្រជាក់ស្រេបមិននិយាយអ្វីសោះមួយរយៈនេះឯងសុខសប្បាយទេសុខសប្បាយធម្មតាទេខ្ញុំឆ្លើយតបយ៉ាងប្រងើយកន្តើយរួចបំរុងនឹងងាកក្រោយដើរចេញបានលូកដៃបំរុងនឹងចាប់ខ្ញុំដើរថយក្រោយមួយជំហានតិចចេញពីដៃរបស់គាត់ដែលកំពុងទៅនៅលើអាកាសផ្ទៃមុខរបស់គាត់បង្ហាញពីភាពអៀនខ្មាសមួយផ្លែតមានស៊ីគាត់បានហាប់មាត់និយាយទាំងសម្លេងល្វីងជូរចត់កាលពីមុនគឺខ្ញុំជាអ្នកខុសខ្ញុំមិននឹកស្មានថាស៊ូនាងយាយនាងមិនយ៉ាងម៉េចគឺជារឿងរបស់ប្រពន្ធឯងឯងនេះក៏អញ្ចឹងដែរកូនក្មេងម្នាក់នេះរៀបការយូរយ៉ាងនេះហើយមិនដែលឃើញមកលេងផ្ទះសោះឪពុកឯងយូរទំនឹកឯងរាល់ថ្ងៃគាត់ថាខ្លាចឯងនៅទីក្រុងរងការជិះចាប់នឹងភាពយឺតអាណិតណាស់ចិត្តឪពុកម្ដាយនៅលើលោកនេះពួកយើងធ្វើទាំងអស់នេះគឺដើម្បីល្អសម្រាប់ឯងទេណាគាត់និយាយយ៉ាងមានទឹកចិត្តនិងស្មោះសរបើអ្នកមិនដឹងរឿងច្បាស់ប្រកាសជាគិតថាគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់ហើយតែខ្ញុំស្គាល់គាត់ច្បាស់ពេកហើយមិនដែលមកអែបអបស្និទ្ធស្នាលទេឡើយបើមិនមានបំណងអាក្រក់គឺច្បាស់ជាមានការអីក៏និយាយត្រង់មកខ្ញុំសម្លឹងមើលទៅគាត់ដោយសម្ដីស្ងប់ស្ងាត់កុំមកបង្អាក់ការរកស៊ីរបស់ខ្ញុំស្នាមញឹមនៅលើមុខរបស់វ៉ាងជួយហ្វាវ៉ាងខេវក៏ស្រាប់តែរឹងចង្អែមនោះគាត់ក៏ដកដង្ហើមធំហើយរង្វង់ភ្នែកក៏ចាប់ដើមក្រហមនាងស៊ីនាងឆៃម៉ែដឹងថាឯងនៅខឹងពួកយើងក្នុងចិត្តតែការដែលឲ្យឯងទៅធ្វើការនៅជនបទកាលនោះគឺដើម្បីល្អសម្រាប់ឯងពិតមែនណាឯងតាំងពីតូចមកមានស្បែកក្រាស់ស៊ូទ្រាំនិងចេះស៊ូទ្រាំនឹងការលំបាកទៅវឹកហាត់បន្តិចបន្តួចគឺមានប្រយោជន៍ណាស់បងស្រីឯងសុខភាពខ្សោយបើគាត់ទៅជនបទមែននោះខ្លាចតែរស់មិនបានឡើយក្នុងដៃក៏ជាសាច់បាតដៃក៏ជាសាច់នៅក្នុងចិត្តម៉ែក៏ស្រឡាញ់ឯងដែរណាមែនហើយប្អូនស្រីនៅក្នុងចិត្តពុកនិងម៉ែតែងតែមានឯងជានិច្ចការមកលើកនេះគឺមានរឿងចង់មកអង្វរែងជំងឺសន្លាក់របស់ពុកឯងរើឡើងវិញទៀតហើយជឿរហូតដល់ចុះពីលើក្រែមិនរួចឡើយនៅក្នុងផ្ទះគ្មានលុយទិញថ្នាំទេឥឡូវនេះឯងបើកហាងធំរកលុយបានច្រើនណាស់តើអាចដកលុយបន្តិចបន្តួចមកឲ្យពុកព្យាបាលជំងឺមុនបានទេពួកយើងជាគ្រួសារតែមួយមិនអាចឈរមើលពុករងទុកវេទនាទាំងរូបបែបនេះទេមែនទេគឺល្បិចដែលនេះទៀតហើយជានិច្ចការគឺដើម្បីល្អសម្រាប់ឯងជានិច្ចការគឺជាគ្រួសារតែមួយជានិច្ចការគឺយកខ្សែលោហិតនិងកាត់ប្រកិច្ចកញ្ញោមកចាប់ជំរិតខ្ញុំជាតិមុនគឺមកពីខ្ញុំចិត្តទុនឲ្យតែពួកគេយំឡាំប៉ាភ្លាមខ្ញុំក៏ដកលុយឲ្យផ្លែតតម្ដងហើយម្ដងទៀតរហូតដល់ជីវិតខ្លួនឯងរស់នៅសឹងតែមិនរួចតែចុងក្រោយមិនដែលទទួលបានការដឹងគុណជាតិនឹងខ្ញុំមិនល្ងងទៀតឡើយពុកឈឺត្រូវការលុយព្យាបាលពួកឯងគួរតែទៅរកស៊ូនាងយីស៊ឺណៃនាងគាត់ជាកូនស្រីដែលពួកឯងស្រឡាញ់ថ្នាក់ថ្នមតាំងពីតូចដល់ធំហើយក៏ជាកូនប្រសារដែលរៀបការចូលគ្រួសារជាងយ៉ាងពេញចារីជាងឡៃជានិស្សិតសាកលវិទ្យាល័យមានប្រាក់ខែតើអាចនឹងខ្វះលុយព្យាបាលជំងឺទៅកើតឯហាងរបស់ខ្ញុំនេះទើបតែបើកបានមិនទាន់ប៉ុន្មានផងទាំងទិញទំនិញចូលទាំងបងថ្លៃឈ្នួលផ្ទះគឺសុទ្ធតែត្រូវចំណាយលុយគ្រប់ច្រកខ្ញុំក៏មិនសូវធូរធារដែរមិនក៏ឯងនិយាយអញ្ចឹងស៊ូនាងស៊ីស៊ឺនាងឆៃតើឯងមានមនសិការគុណធម៌ខ្លះយើងខំប្រឹងទាំងលំបាកវេទនាចិញ្ចឹមបីបាច់ឯងរហូតដល់ក្តីឥឡូវនេះពុកឯងឈឺសំបីតែលុយបន្តិចបន្តួចក៏ឯងមិនព្រមដកដែរធ្វើបែបនេះគឺអប់ដញ្ញូណាស់ប្រយ័ត្នត្រូវរន្ទះបាញ់ឥឡូវនេះឯងធ្វើជាថៅកែធំហើយពាក់មាសពាក់ប្រាក់ពេញខ្លួនបែរជាមិនខ្វល់ពីសេចក្តីស្លាប់របស់ម៉ែទៅវិញមិនក៏ចិត្តឯងដាច់រហាមសាហាវយ៉ាងនេះគាត់ស្រែកខ្លាំងដោយចិត្តនេះស្រែកឲ្យមនុស្សខាងក្រៅបានឬអ្នកដំណើរដែលដើរកាត់តាមផ្លូវព្រមទាំងថៅកែហាងនៅក្បែរខាងនាំគ្នាចំរោមមកចូលនៅមាត់ទ្វារសម្លឹងមើលមកខាងក្នុងហើយចង្អុលបង្ហាញមកកាន់ពួកយើងស៊ូនាងយីស៊ឺណៃនីវឈរមុខនៅក្បែរនោះទាំងជូតទឹកភ្នែកមើលទៅគួរអាណិតដូចជាកំពុងរងភាពអយុត្តិធម៌ខ្លាំងធ្វើឲ្យខ្ញុំដែលជាប្អូនស្រីនេះមើលទៅកាន់តែមានចិត្តដាច់និងឈាមត្រជាក់សម្លេងសឹកសៀវពិភាក្សានៅជុំវិញខ្លួនចាប់ដើមកើនឡើងទោះជាយ៉ាងណាក៏ដោយក៏ជាម៉ែបង្កើតដែរមិនក៏អាចបោះបង់មិនគិតគូរអញ្ចឹងទៅពេលសម្លេងសឹកសៀវទាំងនោះឬចូលដល់ត្រជាវ៉ាងជួយហ្វាវ៉ាងខេវក៏រត់តែយំឡាំប៉ាខ្លាំងគាត់ក៏ទម្លាក់ខ្លួនអង្គុយចុះលើដីតែម្ដងទាំងផ្ទះផ្លូវទាំងយំឡាំប៉ាអ្នករាល់គ្នាជួយមកកាត់សេចក្តីឲ្យផងមើលកូនស្រីទី2របស់គ្រួសារវ៉ាងរកស៊ីមានបានធំក៏លែងស្គាល់ម៉ែបង្កើតរបស់ខ្លួនឯងនេះចង់បង្ខំឲ្យប្តីប្រពន្ធចាស់ពីកាត់នេះមកហើយតើនៅមានច្បាប់ទម្លាប់ទៀតទេម៉ែកុំធ្វើបែបនេះអីអូនស្រីមិនមែនចិត្តណាទេគឺមកពីគាត់គិតមិនទាន់ធ្លុះទម្លាយជានិច្ចនឹងខ្ញុំឈរនៅខាងក្រោយកន្តទុកគិតលុយមើលពួកគេសម្ដែងល្ខោននៅក្នុងចិត្តមានតែអារម្មណ៍ចង់ក្អួតចង្អល់ភ័យអស់ពួកគេគឺដឹងច្បាស់ថាខ្ញុំជាមនុស្សប្រកាន់មុខមាត់ដឹងច្បាស់ថាខ្ញុំបើកខាងរកស៊ីខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមិនល្អនិងដឹងច្បាស់ថាខ្ញុំនឹងព្រមចុះចាញ់ដើម្បីឲ្យរឿងរ៉ាវវាចប់ទៅជាតិមុនខ្ញុំពិតជាធ្វើបែបនោះមែនតែពេលនេះខ្ញុំមិនធ្វើទៀតឡើយខ្ញុំទើបតែរៀបនឹងហាប់មាត់ទៅវិញស្រាប់តែនៅមាត់ទ្វារហាងមានសំឡេងជន់ហ្វ្រាំងយ៉ាងខ្លាំងផ្អើលត្រជាពងមនុស្សក៏នាំគ្នាដើរគេចចេញបើកជាផ្លូវមួយដោយស្វ័យប្រវត្តិឡានជីពណ៌បៃតងទាហានមួយគ្រឿងបានមកឈប់យ៉ាងងក់នៅចំពីមុខមាត់ទ្វារគូយ៉ានឈិនគេយ៉ានឈិនដើរចុះពីលើឡានយ៉ាងស្វាហាប់ទាំងទឹកមុខមមលោកពាក់ឯកសណ្ឋានយោធាយ៉ាងរៀបរយត្រង់ភ្លឹងសាក់នៅលើស្មាគូតដែលគូឲ្យទឹកមុខត្រជាក់ស្រេបក្រសែភ្នែកមុតស្រួចដូចជាសត្វឥន្ទ្រីពេលលោកសម្លឹងឆ្ពោះទៅកាន់ហ្វូងមនុស្សដែលកំពុងលោឡាមុននេះនៅក្នុងហាងមួយរំពេចនោះបរិយាកាសក៏ប្រែជាស្ងាត់អ្នករាល់គ្នាដកថយក្រោយមួយជំហានដោយមិនដឹងខ្លួនគ្មាននរណាម្នាក់ហ៊ានខ្សឹបខ្សៀវពិភាក្សាទៀតឡើយឈិនដើរចូលមកក្នុងហាងសម្ដៅត្រង់មកក្បែរខ្លួនខ្ញុំហើយលោកដៃមកអបស្មារបស់ខ្ញុំការពារខ្ញុំឲ្យនៅពីក្រោយខ្នងរបស់លោកនៅលើខ្លួនរបស់លោកមាននាំមកនៅភាពត្រជាក់ពីខាងក្រៅតែការអបការពាររបស់លោកធ្វើឲ្យចិត្តខ្ញុំមានអារម្មណ៍កក់ក្ដៅនិងស្ងប់ចិត្តភ្លាមមានរឿងអីហ្នឹងលោកអន់មុខចុះសួរខ្ញុំដោយប្រើសម្ដីស្រទន់ជាងមុនបន្តិចមានអីទេគ្រាន់តែមានមនុស្សមកបង្កការរំខានបន្តិចបន្តួចខ្ញុំនិយាយតិចគូយ៉ានឈិនក្រហមឆ្លើយហឹមមួយម៉ាត់រួចងើបមុខសម្លឹងទៅកាន់វ៉ាងជួយហ្វាដែលកំពុងអង្គុយលើដីនិងស៊ូនាងយីដែលឈរនៅម្ខាងក្រសែភ្នែករបស់លោកត្រជាក់ស្រេបពោពេញទៅដោយអំណាចនិងសម្ពាធយ៉ាងខ្លាំងវ៉ាងជួយហ្វាដែលកំពុងតែទន់ជ្រាយយំឡាំប៉ានោះពេលត្រូវលោកសម្លឹងចំបែបនេះសម្លេងយំក៏ស្រាប់តែកងជាប់នៅក្នុងបំពង់កភ្លៀមចង់យំបន្តក៏មិនកើតចង់ឈប់យំក៏មិនត្រូវតច្រកធ្វើអ្វីមិនត្រូវតតែសោះសំសមិទ្ធគូលោកត្រឡប់មកវិញហើយគូយ៉ានឈិនមិនបានតបសម្ដីរបស់គាត់ទេគាត់បានដកឯកសារពីច្បាប់ចេញពីកាបូបយួរដៃរួចទេទម្លាក់ក្រាំងនៅលើកែវបញ្ចោនៅផ្នែកខាងលើបង្អស់នៃឯកសារមានវាយត្រាពណ៌ក្រហមឆ្អៅរបស់ការិយាល័យសាការ៉េព្រមទាំងមានត្រារបស់សហគមន៍ផងដែរមើលទៅលេចធ្លោតាក់ភ្នែកខ្លាំងច្បាប់នេះគឺជាលិខិតបញ្ជាក់ការកាត់ឈ្មោះចេញពីបញ្ជីជំរឿនគ្រួសារនៅថ្ងៃដែលនាងស៊ីចុះសម្បត្តិអាពាហ៍ពិពាហ៍ឈ្មោះរបស់នាងត្រូវបានផ្ទេរចេញពីគ្រួសារស៊ូហើយលែងមានការពាក់ព័ន្ធអ្វីជាមួយគ្រួសារស៊ូចំណែកច្បាប់នេះគឺជាកិច្ចព្រមព្រៀងផ្ដាច់ចំណងដោយថ្លៃទឹកដោះកាលនោះពួកអ្នកបានទទួលប្រាក់ថ្លៃទឹកដោះចំនួន1,200 យ៉នមានសំណេរខ្មៅលើក្រដាសព្រមទាំងចុះហត្ថលេខានឹងផ្ដិតថានឹងលែងពាក់ព័ន្ធគ្នាចាប់ពីពេលនេះទៅទោះជួបការចាស់ឈឺឬស្លាប់ក៏ដោយគឺមិន
លូកលាន់កិច្ចការរបស់គ្នាឡើយសម្លេងរបស់គូយ៉ានឆិនធ្ងន់និងមានអំណាចឮច្បាស់ម្ដងមួយម៉ាត់ចូលទៅក្នុងត្រចៀករបស់អ្នករាល់គ្នាសម្មិតស៊ូកិច្ចព្រមព្រៀងនេះគឺពួកអ្នកជាអ្នកចុះហត្ថលេខាផ្ទាល់ដៃអសក៏ពួកអ្នកជាអ្នកសរសេរផ្ទាល់ដៃដែរឥឡូវនេះបែរជារត់មកលូឡាទាំងយំទាំងស្រែកបែបនេះតើចង់ក្រឡាស់សម្ដីឬក៏ពួកអ្នកគិតថាការគំរាមកំហែងទារប្រាក់លើសាច់ញាតិមន្ត្រីរាជការមិនបាច់ទទួលខុសត្រូវចំពោះមុខច្បាប់ឃ្លាចុងក្រោយរបស់គាត់និយាយសង្កត់ធ្ងន់ខ្លាំងណាស់តែពោពេញទៅដោយការព្រមានផ្ទៃមុខរបស់វាងឈួយហ្វាស្រាប់តែប្រែជាស្លេកស្លាំងភ្លាមគាត់សម្លឹងមើលឯកសារពីច្បាប់ដែលមានវាក្រាក្រហមក៏ចាប់ផ្ដើមញ័រត្រឹកគាត់គ្រាន់តែជាប្រជាជនធម្មតាម្នាក់តើទៅយល់ដឹងរឿងច្បាប់ទម្លាប់ស្អីទៅប៉ុន្តែពាក្យថាគំរាមកំហែងទារប្រាក់4ម៉ាត់នេះគាត់ស្ដាប់យល់ច្បាស់ណាស់ស៊ូនានយាកក៏ស្លន់ស្លោដែរខ្សែភ្នែករចុះរឡើងមិនហ៊ានងើបមុខមើលឡើយរួចក៏លបថយទៅពួននៅពីក្រោយខ្នងរបស់វាងឈួយហ្វាហ្វូងមនុស្សដែលចំរំមើលជុំវិញនោះក៏ស្ដាប់យល់សាច់រឿងអស់ដែរតាមពិតទៅមិនមែនកូនស្រីមិនដឹងគុណនោះទេគឺឪពុកម្ដាយជាអ្នកទទួលប្រាក់ថ្លៃទឹកដោះកប់ពុកដើម្បីកាត់ការកូនស្រីរួចទៅហើយឥឡូវបែរជាងាកមកទារលុយវិញសោះអូតាមពិតរឿងវាអីចឹងសោះលុយថ្លៃទឹកដោះជាមួយ000យកតែមកទារលុយទៀតជាមួយ000យ៉ាងហើយនេះវាដូចជាលោកកូនស្រីអញ្ចឹងមែនហើយដាច់ការគ្នាទៅហើយនៅតែមកលូឡាទៀតលោកភ្លុនហួសហេតុពេកហើយវាងឈួយហ្វាឮសំឡេងរអ៊ូtomជុំវិញខ្លួនតែមុខប្រែជាក្រហមផងស្លេកផងចង់ឈរនៅនឹងក៏មិនសមចង់ដើរចេញក៏មិនត្រូវនៅមិនទាន់ទៅទៀតមែនទេបើមិនព្រមទៅទៀតខ្ញុំនឹងឲ្យសម្មិតនៅប៉ុស្តិ៍នគរបាលមកទីនេះដើម្បីឲ្យពួកយើងជ័យគ្នាឲ្យច្បាស់ពីរឿងបង្កភាពវឹកវរក្នុងសង្គមពួកយើងទៅពួកគេប្រញាប់ប្រញ័រចាក់ចេញពេករហូតដល់ភ្លេចយកកន្ត្រកពងមាន់ស្រុកនោះទៅជាមួយផងស្លន់ស្លោរត់រហូតជ្រុះស្បែកជើងអស់ម្ខាងមើលទៅគួរឲ្យអាម៉ាស់យ៉ាងខ្លាំងមនុស្សជុំវិញខ្លួនសម្លឹងមើលទៅស្រមោលក្នុងរបស់ពួកគេដែលរត់ត្រដកខ្យល់រួចក៏ផ្ទុះសំណើចឡើងព្រមគ្នាអ្នកដែលមកចំរំមើលឃើញថាលែងមានរឿងអីជក់ចិត្តមើលទៀតហើយក៏បែកផ្លូវគ្នាដើរចេញទៅអស់នៅក្នុងហាងទីបំផុតមានភាពស្ងប់ស្ងាត់ហើយខ្ញុំបានផ្អែកខ្លួនទៅក្នុងទ្រូងរបស់គូយ៉ាងឆិនរួចដកដង្ហើមធំវែងមួយចេញមកអំបញ្ញមិញនេះនៅពេលឃើញពួកគាត់មកធ្វើចរិតថោកទាបនៅក្នុងចិត្តខ្ញុំពិតជាមានអារម្មណ៍ថប់ដង្ហើមខ្លាំងណាស់មិនមែនដោយសារតែការខូចចិត្តទេគឺដោយសារតែភាពខ្ពើមអើមទៅវិញទេភ័យខ្លាចហើយមែនទេវាជាកំហុសរបស់ខ្ញុំដែលមកយឺតពេកមិនយឺតទេបងមកដល់ចំពេលល្អណាស់ទៅថ្ងៃមុខបើពួកគាត់នឹងហ៊ានមកលូឡាដាក់អូនទៀតគឺត្រូវខលទូរស័ព្ទរកបងភ្លាមកុំរាប់រងវាតែម្នាក់ឯងអីមានបងនៅទីនេះគ្មានអ្នកណាអាចមកធ្វើបាបអូនបានឡើយខ្ញុំសម្លឹងមើលទៅក្នុងកែវភ្នែកដ៏ជ្រាលជ្រៅរបស់គាត់នៅក្នុងចិត្តមានអារម្មណ៍កក់ក្ដៅខ្លាំងណាស់ខ្ញុំក៏ងក់ក្បាលរួចឆ្លើយតបចាស់សោះមានគាត់នៅក្បែរហាក់ដូចជាគ្មានរាល់ឧបសគ្គលំបាកណាដែលអាចធ្វើឲ្យខ្ញុំខ្លាចចោលអាទៀតឡើយក្រោយពីការមកលូឡាលើកនេះរួចមកពួកវាងឈួយហ្វាគឺត្រូវបានគេបន្លាចរហូតដល់លែងមានព្រលឹងក្នុងខ្លួនមិនដែលហ៊ានមកលូឡានៅក្នុងហាងទៀតឡើយលើគេនិយាយថាពួកគេបានត្រឡប់ទៅឯជនបទវិញហើយជួបអ្នកណាក៏និយាយដំថាខ្ញុំជាកូនមិនដឹងគុណជនដែលមិនស្គាល់គុណគេប៉ុន្តែគ្មានអ្នកណាម្នាក់ជឿពួកគាត់ឡើយជីវិតរបស់ខ្ញុំទីបំផុតមានភាពស្ងប់សុខហើយខ្ញុំបានដាក់ចិត្តដាក់កាយទាំងស្រុងទៅលើការងារនៅក្នុងហាងអាជីវកម្មកាន់តែធ្វើគឺកាន់តែរីកធំក្រោយមកក៏បានជ្រើសរើសកូនជាង2នាក់បន្ថែមទៀតដើម្បីបើកបន្ថែមនៅសេវាកម្មកាត់ដេរយេសម្លៀកបំពាក់លើម៉ូដសម្លៀកបំពាក់ដែលកំពុងតែពេញនិយមបំផុតនាពេលបច្ចុប្បន្នហើយលក់ដាច់ខ្លាំងមែនទែនការងាររបស់គូយ៉ាងឆិនក៏ប្រព្រឹត្តទៅយ៉ាងរលូនល្អណាស់ដែរដោយសារតែសមត្ថភាពការងារលេចធ្លោទៅបង្កើតបានស្នាដៃព្រមទាំងទទួលបានការសរសើរពីថ្នាក់លើទៀតផងជីវិតរស់នៅរបស់ពួកយើងកាន់តែមានភាពរីកចម្រើនឡើងជាលំដាប់ប៉ុន្តែចំណងអាពាហ៍ពិពាហ៍របស់ជាងលីងនិងស៊ូនានយាកវិញទីបំផុតគឺបានដើរមកដល់ទីបញ្ចប់ហើយស៊ូនានយាកពីដើមឡើយមានចរិតឆ្មើងឆ្មៃនិងរឹងរូសជីវិតរស់នៅមិនសមតាមបំណងមុំម៉ៅមាត់ក៏កាន់តែធំទៅនាងតែងតែគិតថាជាងលីងគ្មានសមត្ថភាពរកលុយធំមិនបាននិងមិនអាចផ្ដល់ជីវិតរស់នៅដ៏សុខស្រួលដល់នាងបានជារៀងរាល់ថ្ងៃតែងតែនិយាយពាក្យឌឺដងផ្លែផ្កាដាក់ពេលនាងឃើញជាងលីងសំងុំនៅតែក្នុងបណ្ណាល័យរាល់ថ្ងៃមិនព្រមត្រឡប់មកនាងក៏ចាប់ផ្ដើមសង្ស័យផ្ដេសផ្ដាសគិតថាគាត់ប្រកាសជាមានស្រីថ្មីនៅខាងក្រៅមិនខាននៅថ្ងៃនោះនាងបានរត់ទៅលូឡាដល់សាលារបស់ជាងលីងផ្ទាល់តែម្ដងដោយបានសម្រុកចូលទៅក្នុងការិយាល័យរបស់ប្រធានដេប៉ាតឺម៉ង់ទាំងយំទាំងស្រែកថែមទាំងទះទៅជេរប្រតិចជាងលីងថាជាបុរសក្បត់ចិត្តប្រពន្ធធ្វើឲ្យលោកគ្រូអ្នកគ្រូនិងនិស្សិតនៅក្នុងដេប៉ាតឺម៉ង់ទាំងមូលចំរំមើលគ្នាព្រមព្រៀងទាំងលបចង្អុលបង្ហាញនិងជែកវែកញែកវែកចានគ្នាពីសាច់រឿងនោះមិនដាច់សម្លេងឡើយខ្ញុំសម្លឹងមើលទៅក្នុងកែវភ្នែកដ៏ជ្រាលជ្រៅរបស់គាត់នៅក្នុងចិត្តមានអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំងខ្ញុំក៏ងក់ក្បាលហើយឆ្លើយមួយម៉ាត់ឲ្យតែមានគាត់នៅក្បែរដូចជាគ្មានការលំបាកណាមួយដែលអាចធ្វើឲ្យខ្ញុំខ្លាចនោះទេបន្ទាប់ពីការបង្កការរំខានរបស់ពួកបងខីយួរត្រូវបានបំបាក់ស្មារតីនិងភ័យខ្លាចជាខ្លាំងលែងហ៊ានមកបង្កចំនួននៅក្នុងហាងទៀតហើយគឺថាពួកគេបានត្រឡប់ទៅស្រុកកំណើតវិញហើយឲ្យតែជួបអ្នកណាក៏និយាយដើមខ្ញុំមិនល្អដែរនិយាយថាខ្ញុំជាមនុស្សមិនដឹងគុណប៉ុន្តែគ្មានអ្នកណាជីវិតរបស់ពួកគេចុងក្រោយក៏បានវិលមករកភាពស្ងប់សុខវិញខ្ញុំបានដាក់ចិត្តដាក់កាយទាំងស្រុងទៅលើហាងអាជីវកម្មកាន់តែរីកធំឡើងក្រោយមកក៏បានរើសើសជាង2អ្នកថែមទៀតហើយបានបើកដំណើរការសេវាកម្មកាត់ដេរដោយផ្ដោតលើម៉ូដដែលកំពុងពេញនិយមបំផុតនាពេលបច្ចុប្បន្នលក់ដាច់ខ្លាំងណាស់ការងាររបស់ Gi Yan Chen ក៏លូនល្អដែរដោយសារតែសមត្ថភាពលេចធ្លោទើបបង្កើតបានស្នាដៃនិងទទួលបានការសរសើរពីថ្នាក់លើជីវិតរបស់យើងកាន់តែរីកចម្រើនឡើងជាលំដាប់ចំណែកឯអាពាហ៍ពិពាហ៍របស់ជាងលេងនិងស៊ឺណែនីវចុងក្រោយក៏បានដើរមកដល់ទីបញ្ចប់តាមឡើយស៊ឺណែនីវជាមនុស្សរឹងរូសនិងឆ្មើងឆ្មៃពេលរស់នៅមិនសមបំណងវិស័យក៏កាន់តែសាហាវទៅនាងតែងតែគិតថាជាងលេងគ្មានសមត្ថភាពរកប្រាក់ធំមិនបានផ្ដល់ជីវិតធូរធារឲ្យនាងមិនបានរាល់ថ្ងៃតែងតែនិយាយសម្ដីឌឺដងដាក់ជាងលេងនាងឃើញជាងលេងសំងុំនៅបណ្ណាល័យរាល់ថ្ងៃមិនព្រមត្រឡប់មកផ្ទះក៏ចាប់ផ្ដើមសង្ស័យផ្ដេសផ្ដាសគិតថាគាត់មានស្រីផ្សេងនៅខាងក្រៅថ្ងៃនោះនាងបានទៅរករឿងដល់សាលារបស់ជាងលេងផ្ទាល់តែម្ដងដោយស្ទុះចូលទៅក្នុងការិយាល័យប្រធានដេប៉ាតឺម៉ង់ទាំងយំទាំងស្រែកឡូឡាថែមទាំងទះទៅជេរប្រមាថជាងលេងថាជាមនុស្សប្រុសក្បត់ចិត្តលោកគ្រូអ្នកគ្រូនិងនិស្សិតពេញមួយដេប៉ាតឺម៉ង់បានមកចំរំមើលរឿងរ៉ាវតើចង្អុលបង្ហាញនិងសឹកសៀវពិភាក្សាគ្នាត្រហឹងនៅពេលដែលជាងលេងមកដល់មុខរបស់គាត់ប្រែជាស្លេកស្លាំងមួយជីវិតនេះអ្វីដែលគាត់ឲ្យតម្លៃបំផុតគឺមុខមាត់និងអ្វីដែលគាត់បារម្ភបំផុតគឺអនាគតការបង្កការរំខានរបស់ស៊ឺណៃនីវបែបនេះបានធ្វើឲ្យគាត់ខ្លាចជាគ្រឿងញើសសាច់ចំអករបស់សាលាទាំងមូលបន្ទាប់ពីថ្ងៃនោះមកជាងលេងមិនអាចងើបមុខរួចតតែសោះនៅក្នុងសាលាគាត់អស់ការអត់ធ្មត់ទៀតហើយពេលទៅដល់ផ្ទះក៏ហុចលិខិតលេងលះភ្លាមពិតណាស់ស៊ឺណៃនីវមិនព្រមលេងលះឡើយនាងទាំងយំទាំងស្រែកឡូឡាថែមទាំងយកកន្ត្រៃមកខ្ជុងងខ្លួនឯងហើយនិយាយថាបើជាងលេងហ៊ានលេងលះនាងនឹងស្លាប់ឲ្យមើលប៉ុន្តែលើកនេះជាងលេងបានដាច់ចិត្តដាច់ខ្លាំហើយមិនទន់ចិត្តបន្តិចណាឡើយគាត់បានហៅសមត្ថកិច្ចសង្កាត់មកផ្ទាល់នៅចំពោះមុខអ្នកជិតខាងគាត់បានក្រវែងរបស់ស៊ឺណៃនីវចេញមកក្រៅទាំងអស់រួចចាក់សទ្វារផ្ទះស៊ឺណៃនីវបានអង្គុយនៅលើដីយំសោកបោកខ្លួនជេរប្រមាថជាងលេងថាជាមនុស្សគ្មានគុណធម៌ជេរគាត់ថាជាមនុស្សចិត្តខ្មៅដូចសត្វធាតុប៉ុន្តែគ្មានអ្នកណាម្នាក់អាណិតនាងឡើយអ្នកជិតខាងសុទ្ធតែដឹងពីចរិតមាយាទរបស់នាងគិតថានាងសំមុខហើយចុងក្រោយការលេងលះក៏បានសម្រេចប៉ុន្តែនេះមិនមែនជាទីបញ្ចប់ឡើយវាគឺជាការចាប់ផ្ដើមនៃសុបិនអាក្រក់របស់ជាងលេងដោយសារតែរឿងរ៉ាវដែលស៊ឺណៃនីវទៅបង្កចំនួននៅសាលាវាបានបង្កផលប៉ះពាល់អាក្រក់ខ្លាំងពេកគណៈកម្មាធិការបករបស់សាលាបានបើកការប្រជុំពិភាក្សាហើយបានដាក់ទណ្ឌកម្មវិន័យកម្រិតធ្ងន់ដល់ជាងលេងតាមពិតទៅក្រោយពេលបញ្ឈប់ការសិក្សាគាត់អាចនៅបម្រើការងារក្នុងអង្គភាពអនាគតភ្លឺស្វាងណាស់ប៉ុន្តែដោយសារតែដំណើរការនៃទណ្ឌកម្មវិន័យនេះគាត់ត្រូវបានគេបែងចែកឲ្យទៅតំបន់ដាច់ស្រយាលបំផុតគឺតំបន់ព្រៃឈើខាងក្រោម
ធ្វើជាបុគ្គលិករដ្ឋបាលពីមនុស្សដែលធ្លាប់ជាទីមោទនភាពប្រែទៅជាអ្នកត្រូវទៅតំបន់ដាច់ស្រយាលប្រមាណខែប៉ុណ្ណោះគឺថាថ្ងៃដែលសេចក្តីជូនដំណឹងនៃការបែងចែកការងារជាងលេងបានអង្គុយនៅក្នុងបន្ទប់ស្នាក់នៅពេញមួយយប់គាត់មិនសុខចិត្តឡើយតាមឡាយគាត់ក្តោបក្តាប់ឱកាសនៃការថានឹងអាចប៉ះពាល់រឿងរ៉ាវសោកស្ដាយពីមុនបានហើយឈានទៅដល់ចំណុចកំពូលនៃជីវិតតែលទ្ធផលចុងក្រោយបែរជាធ្លាក់ខ្លួនដល់ថ្នាក់នេះទៅវិញគាត់ចាប់ផ្ដើមតាមស៊ើបអង្កេតរឿងរ៉ាវកាលពីឆ្នាំនោះយ៉ាងឈួតលាគាត់គិតមិនយល់ទាល់តែសោះថាហេតុអ្វីបានជាស៊ីណៃនីវនឹងស្រីក្នុងរឿងចិត្តក្នុងការចងចាំរបស់គាត់ស្រឡះបែបនេះគាត់បានទៅរកអ្នកជិតខាងចាស់កាលពីឆ្នាំមនុស្សចាស់ដែលរស់នៅក្បែរមាត់ទន្លេសាកសួរបន្តិចម្ដងគុំរឿងរ៉ាវបន្តិចម្ដងចុងក្រោយការពិតក៏បានលេចចេញមកកាលពីឆ្នាំនោះដែលគាត់បានធ្លាក់ចូលទៅក្នុងរន្ធទឹកកកគឺរូបខ្ញុំដែលដើរកាត់នោះបានដោះអាវរងាចេញរួចលោតចុះទៅនិងប្រថុយជីវិតទាញគាត់ឡើងមកលើគោកចំណែកឯស៊ីណៃនីវគ្រាន់តែចៃដន្យដើរកាត់ទីនោះហើយបានឃើញខ្ញុំជួយសង្គ្រោះមនុស្សបន្ទាប់ពីខ្ញុំបានរងាដួលសន្លប់ទៅនាងក៏បានមកអង្គុយបង្កប់នៅក្បែរនោះដើម្បីរងចាំជាងលេងដឹងខ្លួនឡើងវិញនាងក៏បានបន្លំយកគុណសម្បត្តិជាអ្នកជួយជីវិតគ្រាន់តែពាក្យកុហកមួយម៉ាត់នេះបានបោកប្រាស់ជាងលេងអស់មួយជីវិតហើយក៏បានធ្វើបាបរូបខ្ញុំអស់មួយជីវិតដែរថ្ងៃដែលការពិតត្រូវបានលាតត្រដាងមិនបានធ្លាក់ព្រើធំជាងគេបង្អស់ចាប់តាំងពីដើមរដូវនេះជាងលេងបានរកឃើញហាងកាត់ដេររបស់ខ្ញុំគាត់បានឈរនៅក្រោមដើមការដាំលាក់នៅខាងក្រៅហាងនៅលើខ្លួនពោពេញទៅដោយព្រើធ្លាក់សក់ក៏ប្រែជាស្កុះមួយផ្ទាំងគាត់ស្គមរហូតដល់បាត់បង់ទម្រង់ដើមរង្វង់ភ្នែកខងជ្រៅពុកមាត់ពុកចង្កាដុសប្រងព្រាអាវរងានៅលើខ្លួនបោកគប់រហូតដល់ស្លេកពណ៌ថែមទាំងមានប៉ះឌុបជាច្រើនកន្លែងនៅក្នុងដៃយួរពួយខ្នើយដែលចាស់រហែកមួយដុំមើលទៅគួរឲ្យវេទនាយ៉ាងខ្លាំងខុសប្លែកដាច់ស្រឡះពីនិស្សិតសាកលវិទ្យាល័យដែលពោពេញដោយមហិច្ឆតានិងមានមោទនភាពចំពោះខ្លួនឯងកាលពីមុនភ្លើងនៅក្នុងហាងកំពុងបើកពន្លឺពណ៌លឿងកក់ក្ដៅជាពន្លឺចេញទៅក្រៅតាមបង្អួចកញ្ចក់ខ្ញុំកំពុងតែជន់ម៉ាស៊ីនដេរធ្វើការងារពេលងើបមុខឡើងក៏ក្រឡេកឃើញគេដោយអចេតនាខ្ញុំមិនបានខ្វល់ខ្វាយទេហើយបន្តធ្វើការងារក្នុងដៃទៀតគេបានត្រឹមឈរថ្មឹងនៅខាងក្រៅមិនកម្រើកខ្លួនទៅជាដុំរូបចម្លាក់រហូតដល់មេឃជិតងឹតកូនជាងក៏បានចេញពីធ្វើការអស់ដែរខ្ញុំរៀបនឹងបិទទ្វារទើបគេព្រមផ្លាស់ទីគេដើរមកមុខទ្វារដែកសម្លឹងមើលមកខ្ញុំដែលនៅខាងក្នុងតាមចន្លោះរបាដែកនាងស៊ីខ្ញុំបានស៊ើបដឹងរឿងគ្រប់យ៉ាងអស់ហើយកាលពីឆ្នាំនោះម្នាក់ដែលបានលោតចូលទៅក្នុងរន្ធទឹកកកដើម្បីជួយខ្ញុំគឺជានាងមែនទេម្នាក់ដែលដោះអាវរងាលោតចុះទៅរួចអូសខ្ញុំឡើងមកលើគោគឺជានាងស៊ូនាងយាយគេបានបោកប្រាស់ខ្ញុំគេបានលួចយកគុណសម្បត្តិរបស់នាងទៅគេបានបោកប្រាស់ខ្ញុំអស់មួយជីវិតកន្ត្រៃនៅក្នុងដៃរបស់ខ្ញុំបានគង់មួយវិនាទីភ្លាមនោះខ្ញុំក៏កាត់ទៅមុខយ៉ាងនឹងណទើបកាត់ដាច់ក្រណាត់សូត្រមាសពណ៌ក្រហមឆ្អៅនៅក្នុងដៃមែនហើយយ៉ាងម៉េចហើយមិនមែនវិញយ៉ាងម៉េចនាងស៊ីខ្ញុំខុសហើយខ្ញុំដឹងខុសពិតប្រាកដមែនហើយគឺមកពីខ្ញុំងឹតភ្នែកគឺខ្ញុំល្ងងខ្លៅគឺខ្ញុំខុសចំពោះនាងខ្ញុំមិនគួរណាមិនជឿនាងទេខ្ញុំមិនគួរណារើសអើងនាងទេខ្ញុំមិនគួរណាប្រព្រឹត្តមិនល្អដាក់នាងដល់ថ្នាក់នឹងឡើយឱកាសឲ្យខ្ញុំម្ដងទៀតបានទេពួកយើងចាប់ផ្ដើមជាថ្មីម្ដងទៀតបានទេមនុស្សដែលខ្ញុំស្រឡាញ់បំផុតក្នុងជីវិតនេះគឺជានាងណានាងស៊ីខ្ញុំគ្រាន់តែត្រូវគេភូតភរតែប៉ុណ្ណោះទៅថ្ងៃមុខខ្ញុំមុខជាមើលថែនាងឲ្យបានល្អជាមិនខានខ្ញុំនឹងប្រគល់គ្រប់យ៉ាងឲ្យនាងទាំងអស់នាងអត់ទោសឲ្យខ្ញុំតែម្ដងនេះទៅបានទេខ្ញុំដាក់កន្ត្រៃចុះរួចក្រោកឈរឡើងដើរយឺតទៅមុខទ្វារដែកខ្ញុំសម្លឹងមើលគេយ៉ាងត្រជាក់ស្រេកតាមរបាដែកសម្លឹងមើលសភាពដ៏ទន់ជ្រាយនិងអាម៉ាស់របស់គេសម្លឹងមើលផ្ទៃមុខដែលពោពេញដោយក្តីស្ដាយក្រោយនិងវិបត្តិសារីរបស់គេនៅក្នុងចិត្តខ្ញុំមិនមានភាពរំជើបរំជួលបន្តិចណាឡើយមិនមានភាពរីករាយលើទុកគេហើយក៏មិនមានចិត្តអាណិតអាសូរដែរជាងលីនសភាពរបស់ឯងនៅពេលនេះគឺពិតជាគួរឲ្យខ្ពើមអំណាស់ជាតិមុនខ្ញុំរៀបការជាមួយឯងបំរើឯងចិត្តអស់មួយជីវិតឯងរើសអើងប្រវត្តិគ្រួសារមិនល្អរបស់ខ្ញុំគិតថាខ្ញុំធ្វើឲ្យឯងខ្មាស់គេធ្វើឲ្យខ្ញុំរស់នៅទាំងអន់ជាងសត្វឆ្កែទៅទៀតពេលខ្ញុំមានផ្ទៃពោះកូនរបស់ឯងដោយសារតែការស្លាប់របស់ស៊ូនៀនយាយក៏បានប្រើដៃផ្ទាល់រុញខ្ញុំឲ្យដួលពេលកូនរលូតបាត់ទៅឯងគ្មានពាក្យសម្ដីលំលំសំបីតែមួយម៉ាត់មានតែការស្ដីបន្ទោសនិងការស្អប់ខ្ពើមមុនពេលឯងស្លាប់ឯងបានចាប់ដៃខ្ញុំអង្វរឲ្យខ្ញុំដោះលែងឯងនៅជាតិក្រោយដើម្បីបំពេញបំណងឯងនឹងស៊ូនៀនយាយរាងកាយរបស់ជាងលីនញ័រភ័យចម្ប្រាប់មួយរំពេចភ្នែករបស់គេបើកធំសម្លឹងស្លក់ពេញដោយភាពភ័យរន្ធត់និងមិនគួរឲ្យជឿគេលើកកម្រាមដៃទាំងញ័រត្រឹតចង្អុលមកខ្ញុំបូមមាត់ញ័រត្រាក់និយាយមិនចេញជាពាក្យពេញលេងសោះអស់កាលដ៏យូរនាងក៏ចាំរឿងជាតិមិនដែរចាំយ៉ាងច្បាស់ណាស់រាល់ក្រសែភ្នែកមើលងាយរាល់ការឌៀមដាមចំអករាល់យប់ដែលពោពេញដោយភាពជឿចាប់អាយុខ្ញុំចាំទាំងអស់វាបានចារឹកយ៉ាងច្បាស់ទៅក្នុងឆ្អឹងរបស់ខ្ញុំថ្ងៃដំបូងនៃការកើតជាថ្មីនៅមាត់ទន្លេពេលដែលឯងបែរខ្នងដើរទៅរកស៊ូនាងយាយដោយមិនស្ទាក់ស្ទើរហើយទុកខ្ញុំចោលម្នាក់ឯងក្នុងទន្លេទឹកកកនោះហេតុអ្វីបានជាឯងមិននិយាយថាឯងខុសទៅពេលដែលឯងសប្បាយចិត្តពេញទំហឹងរៀបការជាមួយស្រីក្នុងដួងចិត្តរបស់ឯងហើយគិតថាចុងក្រោយបានរួចផុតពីខ្ញុំនោះហេតុអ្វីបានជាឯងមិននិយាយថាឯងខុសទៅឥឡូវនេះរស់នៅរងទុក្ខវេទនាហើយអនាគតត្រូវវិនាសអស់ហើយដឹងថាខ្លួនឯងចំណាំមនុស្សមានគុណខុសទៀតស្ទុះស្ទាររត់មកអង្វរឲ្យខ្ញុំអត់ទោសឲ្យវិញឬចឹងលីននៅលើโลกនេះតើមានរឿងណាដែលចំណេញស្រួលបែបហ្នឹងនេះហើយជាកម្មពៀរបស់ឯងជាកម្មពៀដែលយុទ្ធធម៌បំផុតដោយបូករួមទាំងពីរជាតិបញ្ចូលគ្នាឯងត្រូវអបជាប់នៅការពិតមួយនេះហើយរស់នៅស្ដាយក្រោយអស់មួយជីវិតនៅក្នុងភក់ច្រំទៅចឹងលីនបានលុតជង្គង់ចុះនៅលើវាលទឹកកករាងកាយញ័រត្រើតមិនអាចនិយាយចេញសំបីតែមួយម៉ាត់ទៀតឡើយខ្ញុំក៏បានងាកក្រោយដើរចូលទៅក្នុងហាងវិញដោយមិនងាករេឡើយនៅខាងក្រៅទ្វារដៃខាងក្រោយក្នុងរបស់ខ្ញុំមានសល់តែស្រមោលមនុស្សម្នាក់លុតជង្គង់ចំកណ្ដាលព្រើធ្លាក់យ៉ាងខ្លាំងកាន់តែតូចទៅហើយកាន់តែឆ្ងាយទៅមុខរបស់ជាងលីនប្រែប្រួលបន្តិចម្ដងពីស្លេកស្លាំងទៅជាក្រៀមក្រោះដូចភើភ្នំភ្លើងគេហាក់ដូចជាត្រូវគេដកឆ្អឹងចេញអស់ពីខ្លួនអីចឹងហើយបានរអើខ្លួនចុះតាមទ្វារដែកអង្គុយទន់ដៃទន់ជើងនៅលើវាលព្រើគេហាប់មាត់ចង់និយាយអ្វីម្យ៉ាងប៉ុន្តែបែរជាមិនអាចបញ្ចេញសំឡេងអ្វីបានបន្តិចសោះមានតែដំណក់ទឹកភ្នែកធំដែលស្រក់ចុះមកលើវាលព្រើប៉ុណ្ណោះចំពេលនោះឯងមានពន្លឺចង្គៀងឡានដ៏ចាំងភ្នែកជះមកឡានជីបបានឈប់យ៉ាងនឹងណនៅចំពោះមុខហាងគូយៀនឈិនបានចុះពីលើឡានមកនៅក្នុងដៃយូភេសជ្ជៈមកពេលខាងជើងបៀបេងយ៉ាងតែកំពុងតែហុយចំហាយត្រជាក់តិចនៅឡើយគេបានដើរមកក្បែរខ្ញុំដោយមិនទាំងក្រឡេកមើលជាងលេងដែលនៅលើដីសម្រួលតែភ្នែកជែកមកឲ្យខ្ញុំទើបតែដើរកាត់ហាងសហករណ៍ក៏ទិញទឹកកកមកកាត់បន្ថយការស្រែកទឹកទៅគេក៏លូកដៃមកអបចង្កេះខ្ញុំដោយធម្មជាតិរួចអានក្បាលសួរខ្ញុំថាម្នាក់នឹងជាអ្នកណាគេនឹងមកពួននៅមាត់ទ្វារធ្វើអីតើត្រូវឲ្យសម្មិតខាងផ្នែកសន្តិសុខមកទេដើម្បីនាំខ្លួនគេចេញមិនបាច់ទេគ្រាន់តែជាអ្នកអតីមិនពាក់ព័ន្ធម្នាក់ហើយក៏បាននិយាយគ្នាច្បាស់លាស់ហើយដែរពួកយើងត្រឡប់ទៅផ្ទះវិញទៅបាទទៅផ្ទះវិញខ្ញុំធ្វើម្ហូបត្រីក្អែកបំពង់ទឹកស៊ីអេវ Square Fish តែទិញមកថ្មីស្រស់ណាស់តាមតែបងចុះពួកយើងក៏បង្វែរខ្លួនដើរចូលទៅខាងក្នុងដោយមិនបានក្រឡេកមើលជាងលេងដែលនៅលើដីម្ដងទៀតឡើយទ្វារដែកបានបិទខ្ទប់លាន់នៅសូក្រាំងយ៉ាងខ្លាំងបានកាត់ផ្ដាច់ទាំងខ្យល់ដ៏
ត្រជាក់ស្រេបទាំងសេចក្តីស្ដាយក្រោយព្រមទាំងមនុស្សឈ្មោះជាងលេងម្នាក់នេះឲ្យនៅខាងក្រៅយ៉ាងដាច់ស្រឡះជាងលេងអង្គុយនៅលើគំនរទឹកកកសម្លឹងមើលទ្វារដែកដែលបិទជិតសម្លឹងមើលពន្លឺភ្លើងពណ៌លឿងដ៏កក់ក្ដៅនៅក្នុងផ្ទះសម្លឹងមើលស្រមោលមនុស្សពីរនាក់ដែលឈរក្បែរគ្នានៅខាងក្នុងគេនឹកឃើញដល់រូបរាងដ៏សង្ហារបស់គូយានឈិនគេយ៉ាងឈិននឹកឃើញដល់ឯកសណ្ឋាននៅលើខ្លួនរបស់គូយានឈិននឹកឃើញដល់ពេលដែលគូយានឈិនសម្លឹងមើលស៊ូញៀនស៊ីស៊ឺញៀនផ្នែកដែលលាក់បាំងមិនចិត្តនៅក្តីទន់ភ្លន់នឹងការថ្នាក់ថ្នមរួចងាកមកមើលខ្លួនឯងវិញស្លៀកពាក់អាវរងាចាស់រហែកអនាគតត្រូវបានបំផ្លាញតិចៗតែទេស្អាតគ្មានសល់អ្វីរូបរាងពោពេញដោយភាពអាម៉ាស់ទីបំផុតគេទើបតែយល់ច្បាស់ថារវាងគេនិងគូយានឈិនមានគម្លាតគ្នាដូចមេឃនឹងដីវាជាជ្រលងដ៏ជ្រៅមួយដែលមិនអាចឆ្លងផុតជារៀងរហូតគេចាញ់ហើយទាំងពីរជាតិចាញ់យ៉ាងចាស់ដៃចាញ់ខ្ទេចគ្មានសល់ចាប់តាំងពីថ្ងៃនោះមកជាងលេងក៏បានចាក់ចេញពីទីក្រុងខេត្តទៅកាន់កន្លែងកាប់ឈើនៅភ្នំដាឈីងអានដែលជាងយ៉ាលេងថាគេធ្វើជាកម្មករកាប់ឈើនៅទីនោះជីវិតលំបាកវេទនាខ្លាំងណាស់រដូវរងាធ្លាក់ចុះដល់ទៅដក30ជាងដឺក្រេមេឃមិនទាន់ភ្លឺផងត្រូវឡើងភ្នំទៅកាប់ឈើទៅហើយតែត្រូវកក់ឡើងសុទ្ធតែដំបៅមុខរបួសដែលប្រេះចេញមានឈាមហូរស្អិតជាប់នឹងស្រោមដៃពេលបកចេញមកគឺរបបស្បែកមួយស្រទាប់តែក្រោយមកមានលើកមួយពេលកំពុងសែងឈើដៃរបស់គេរឹងកកក៏ចាប់មិនជាប់ឈើមូលទម្ងន់រាប់រយគីឡូបានរមៀលធ្លាក់ចុះមកបានសង្កត់បាក់ដៃទាំងសងខាងរបស់គេទោះបីជាសង្គ្រោះជីវិតបានប៉ុន្តែដៃទាំងសងខាងត្រូវបានពិការទាំងស្រុងសូម្បីតែកាន់ចង្កេះក៏មិនជាប់ផងគុំថាឡើយដល់ទៅកាន់ប៊ិចសរសេរអក្សរគេបានខ្លាចជាមនុស្សដែលគ្មានប្រយោជន៍បំផុតនៅក្នុងកន្លែងកាប់ឈើនោះរាល់ថ្ងៃបានត្រឹមតែយាមបន្ទប់ទទួលភ្ញៀវដើម្បីដោះដូរយករស់មួយពេលអាយុនៅក្មេងសោះតែសក់ឡើងស្កើអស់ទៅហើយខ្នងក៏កងទៀតមើលទៅដូចជាតាចាស់អាយុ7-80ឆ្នាំអញ្ចឹងរាល់ថ្ងៃអង្គុយនៅមាត់ទ្វារបន្ទប់យាមសម្លឹងទៅទិសខាងត្បូងទាំងផ្លឹកគ្មានអ្នកណាដឹងថាគេកំពុងគិតអ្វីឡើយប្រហែលជាកំពុងស្ដាយក្រោយហើយមើលទៅស្ដាយក្រោយដែលទាំងពីរជាតិសុទ្ធតែបានមើលរំលងមនុស្សម្នាក់ដែលល្អចំពោះគេដោយស្មោះត្រង់ស្ដាយក្រោយនៅភាពរងខ្លៅនិងភាពអាត្មានិយមរបស់ខ្លួនឯងដែលបានបំផ្លាញជីវិតដ៏សុខសាន្តដែលគួរតែមានដោយដៃខ្លួនឯងចំណែកឯស៊ូញៀនយីស៊ឺណៃនីវលទ្ធផលចុងក្រោយគឺរឹតតែអាណត់អាធំជាងលេងទៅក្រោយពេលលេងលេះនាងបានត្រឡប់ទៅផ្ទះខាងម្ដាយបំផាជួយហ៊ូវងខេជវនិងស៊ូជៀនគូស៊ឺជាងយោជេប្រមេនាងថាជាស្រីចង្រៃធ្វើឲ្យខាត់ចិត្តនាងថារក្សាទុកចិត្តប្តីមិនបានការងារនៅក្នុងផ្ទះទាំងអស់គឺឲ្យនាងជាអ្នកធ្វើម្ហូបអាហារដែលបានញ៉ាំក៏ជាកាកសំណល់ត្រជាក់ដែរតែមិនពេញចិត្តបន្តិចគឺវាដំណឹងជេរប្រមាថនាងទ្រាំមិនបានក៏បានលបលួចរត់ចេញពីផ្ទះតាមរយៈការណែនាំពីគេក៏បានរៀបការយ៉ាងប្រញាប់ប្រញាល់ជាមួយមេការសំណងម្នាក់បុរសម្នាក់នោះជាអ្នកពុះម៉ាយមានកូនប្រុសម្នាក់មានចរិតកាច់សាហាវចាត់ទុកស្រាដូចជាជីវិតឲ្យតែស្រវឹងគឺវាដំណៀងជារៀងរាល់ថ្ងៃនាងត្រូវធ្វើបាយបោកខោអាវមើលថែទាំកូននិងបម្រើប្តីឲ្យតែមានរឿងមិនពេញចិត្តបន្តិចបន្តួចគឺត្រូវរងការវាដំណៀងជេរប្រមាថម្ដងទាំងពុះធំធ្លាក់ក៏នៅតែត្រូវធ្វើការងារដែរលទ្ធផលគឺត្រូវបុរសដែលស្រវឹងស្រាម្នាក់នោះធាក់មួយជើងចំក្បាលពុះកូនក៏បានរលូតបាត់ទៅបុរសម្នាក់នោះរត់តែវាដំណៀងខ្លាំងជាងមុនទៅទៀតជេរនាងថាជាមេមន់ដែលមិនចេះពងជីវិតដែលនាងរស់នៅគឺសំបីតែសត្វជ្រូកសត្វឆ្កែមានលើកមួយនាងបានឮថាខ្ញុំបានបើករោងចក្រកាត់ដេរខ្លាយជាថៅកែធំក៏បានដើរសួរនាំតាមផ្លូវរហូតរកឃើញមកដល់ទីនេះថ្ងៃនោះខ្ញុំទើបតែប្រជុំចប់ជិះឡានត្រឡប់មកពីខាងក្រៅវិញក៏ស្រាប់តែឃើញមានស្ត្រីម្នាក់អង្គុយនៅមាត់ទ្វាររោងចក្រញៀនស៊ីស៊ូញៀនស៊ីខ្ញុំជាបងស្រីរបស់ឯងណាឯងជួយខ្ញុំផងឯងឲ្យខ្ញុំចូលធ្វើការជាអ្នកសម្អាតនៅក្នុងរោងចក្រក៏បានដែរខ្ញុំអាចធ្វើបានទាំងអស់បុរសម្នាក់នោះវាខ្ញុំរាល់ថ្ងៃខ្ញុំពិតជារស់នៅមិនកើតទៀតទេឯងគិតដល់យល់មុខថាជាបងប្អូនស្រីបង្កើតផងជួយយកខ្ញុំមួយគ្រាផងទៅនាងយំឡើងហូរទឹកភ្នែកទឹកសម្បល់ប្រឡាក់ពេញមុខតើមានសល់រូបរាងដ៏ស្រទន់គួរឲ្យស្រឡាញ់ដូចកាលពីឆ្នាំនោះឯណាទៀតខ្ញុំអង្គុយនៅក្នុងឡានសម្លឹងមើលនាងយ៉ាងស្ងប់ស្ងាត់តាមរយៈកញ្ចក់បង្អួចឡានលោកស្រីស៊ូទីនេះជាតំបន់រោងចក្រឯកជនសូមអ្នកចាក់ចេញទៅបើនៅតែបន្តបង្កការរំខានទៀតខ្ញុំនឹងឲ្យសន្តិសុខហើយប៉ូលីសស៊ូញៀនស៊ីឯងពិតជាមានចិត្តដាច់ខូខើខ្លាំងណាស់ស្លាប់មិនល្អទេឯងនឹងត្រូវទទួលកម្មពៀខ្ញុំមិនបានខ្វល់នឹងគេឡើយតែកងឡានក៏បើកចេញទៅឡានបានបើកចូលទៅក្នុងតំបន់រោងចក្រយឺតទ្វារធំក៏បិទចុះយឺតវាបានកាត់ផ្តាច់ពាក្យជេរប្រតិចនិងពាក្យអសុរោះរបស់គេឲ្យនៅខាងក្រៅទាំងអស់ជាតិមុនគេដណ្ដើមជីវិតរបស់ខ្ញុំទៅដោយមិនដឹងខុសត្រូវដណ្ដើមញើសឈាមរបស់ខ្ញុំឈោមើលខ្ញុំរន់វែលក្នុងពួកជ្រាំដោយគ្មានក្តីអាណិតអាសូរឡើយសូម្បីតែបន្តិចតើមានហេតុផលអីដែលខ្ញុំត្រូវជួយទាញគេឡើងមកផ្លូវរបស់គេគឺគេជាអ្នកជ្រើសរើសដោយខ្លួនឯងរាល់ទុក្ខលំបាកទាំងអស់គឺគេត្រូវតែទទួលវាដោយខ្លួនឯងទុកឲ្យគេលួយទៅបន្តិចម្ដងនៅក្នុងពួកជ្រាំដែលគេជ្រើសរើសដោយខ្លួនឯងចំណែកឯពុកម្ដាយត្រកូលស៊ូស៊ឺវិញជីវភាពកាន់តែដុនដាបទៅពីមួយថ្ងៃទៅមួយថ្ងៃជំងឺសន្លាក់ឆ្អឹងរបស់ស៊ូជៀនគូស៊ឺជាងយោកាន់តែធ្ងន់ធ្ងរឡើងរហូតដល់ចុងក្រោយត្រូវធ្លាក់ខ្លួនពិការនៅលើគ្រែវ៉ាងជួយហ្វាវ៉ាងខេវក៏មានអាយុច្រើនហើយស្រែចម្ការក៏ធ្វើមិនរួចលុយកាក់ក្នុងផ្ទះត្រូវបានកូនប្រុសបំផ្លាញខ្ទេចខ្ទីអស់យូរហើយជីវភាពរស់នៅគឺខ្សឹកខ្សោយខ្លាំងណាស់ពួកគាត់ធ្លាប់ជិះរទេះគុំក្អែរោងចក្រម្ដងដែរចង់ប្រើពាក្យតញោដើម្បីមកចង់ចំណងខ្ញុំដូចពីមុនដើម្បីឲ្យខ្ញុំចិញ្ចឹមបីបាច់ពួកគាត់នៅពេលចាស់ទៅតែមកដល់មាត់ទ្វាររោងចក្រក៏ត្រូវបានសន្តិសុខខាត់ទុកបាត់ទៅហើយពួកគាត់ទាំងយំទាំងលោឡាស្រែកខ្លាំងថាខ្ញុំជាកូនអុកតញោមិនស្គាល់ឪពុកម្ដាយខ្ញុំកាន់លិខិតកាត់កាលគ្នានោះតើចេញទៅក្រៅដោយមានគូយ៉ាងឆិនគេយ៉ាងឆិនកំដរទៅជាមួយកាលពីពេលទទួលលុយថ្លៃទឹកដោះពួកអ្នកឯងថាពួកយើងមិនពាក់ព័ន្ធគ្នាចាប់ពីពេលនេះទៅព្រោះស្លាប់ឈឺចាស់មិនលូកដៃចូលរឿងគ្នាឡើយឥឡូវបែរជាមកទាលុយចិញ្ចឹមចាស់ជ្រាវិញមិនមានធေါ်ដឹងអីបែបហ្នឹងទេបើនៅតែបន្តលោឡាទៀតខ្ញុំនឹងបញ្ជូនទៅប៉ុស្តិ៍នគរបាលពីបទបង្កភាពវឹកវរហើយគូយ៉ាងឆិនឈរនៅក្បែរខ្ញុំក្នុងឯកសណ្ឋានពេញលេញមុខមើងម៉ាត់ត្រជាក់ស្រជុំខ្សែភ្នែកមុតស្រួយពួកគាត់សម្លឹងមើលទៅគូយ៉ាងឆិនទាំងភ័យញ័រពេញខ្លួនហើយក៏ជិះរទេះគោចាក់ចេញទៅវិញទាំងអ៊ីនព្រៀនក្រោយមកក៏ថាស៊ូជាងគូដែលពិការនៅលើគ្រែមិនមានអ្នកមើលថែដិតដល់មិនបានប៉ុន្មានឆ្នាំផងក៏ស្លាប់បាត់ទៅជួយហ្វារស់នៅម្នាក់ឯងក្នុងផ្ទះដីធ្លីបាក់បែកជីវិតរស់នៅគឺខ្លោចផ្សាខ្លាំងណាស់ជួបអ្នកណាក៏យំរៀបរាប់ថាកូនស្រីទី2អកតញ្ញូប៉ុន្តែអ្នកភូមិគ្មានអ្នកណាម្នាក់អាណិតគាត់ឡើយអ្នកណាក៏ដឹងដែរថាកាលពីឆ្នាំនោះពួកគាត់លំអៀងទៅរកកូនស្រីច្បងយ៉ាងណាហើយចាត់ទុកកូនស្រីទី2ជាកំដៅត្រណប់ជើងយ៉ាងដូចម្ដេចតាមពូជអ្វីទទួលបានផលនោះផ្លូវគឺពួកគាត់ជ្រើសរើសដើរខ្លួនឯងបន្ទោសអ្នកអតីមិនបានឡើយពេលវេលាកន្លងហួសទៅពីមួយឆ្នាំទៅមួយឆ្នាំមួយប៉ាប់ព្រិចភ្នែកក៏ឈានចូលដល់រដូវស្លឹកឈើជ្រុះឆ្នាំកាត់ដេរនាងស៊ីនាងឆៃរបស់ខ្ញុំបានពង្រីកខ្លួនទៅជារោងចក្រកាត់ដេរនាងស៊ីទៅហើយចាប់ដើមពីតូចៗមួយរហូតដល់រោងចក្រធំដែលមានកម្មកររាប់រយនាក់ខ្ញុំបានក្លាយជាសហគ្រិនឯកជនដ៏ល្បីល្បាញប្រចាំខេត្តហើយថែមទាំងបានឡើងទំព័រមុខនៃកាសែតប្រចាំខេត្តមិនមានអ្នកណាចងចាំក្មេងស្រីទី2របស់ត្រកូលស៊ូដែលមានកេរ្តិ៍ឈ្មោះមិនល្អនិងធ្លាប់ធ្លាក់ទឹកកាលពីឆ្នាំនោះទៀតឡើយនៅពេលមនុស្សម្នានិយាយពីស៊ូនាងស៊ីគេនឹងនិយាយត្រឹមតែថានាងគឺជាសហគ្រិនដ៏ពូកែម្នាក់គូយ៉ាងឆិនក៏ដោយសារតែស្នាដៃការងារលេចធ្លោត្រូវបានដំឡើងតំណែងជានាយកការិយាល័យវ័យក្មេងជាងគេបង្អស់ជាករណីលើកលែងពួកយើងបានរើចេញពីផ្ទះទីធ្លាតូចពីមុនមកលំនៅឋានបែបអគារវីឡាឯកជនតែមានទីធ្លាផ្ទាល់ខ្លួនតូចមួយខ្ញុំបានដាំផ្កាកុលាបចិននិងដាំទឹមនៅក្នុងទីធ្លានោះពួកយើងថែមទាំងបានទិញឡានផ្ទាល់ខ្លួនស៊េរីដំបូងគេបង្អស់នៅក្នុងទីរួមខេត្តជាឡានសាន់ដាណាសេនថាណាពណ៌ខ្មៅតែរលោងស្រូវតែម្ដងថ្ងៃចុងសប្តាហ៍នោះអាកាសធាតុល្អខ្លាំងណាស់មេឃស្រឡះស្រលូននាដើស្លឹកឈើជ្រុះនាងស៊ីថ្ងៃនេះបងនាំអូនទៅបើកឡានលេងនៅបឹងខាងកើតខ្ញុំញឹមហើយងក់ក្បាលបដូរទៅពាក់អាវធំធ្វើពីអាវរោមសត្វហើយអង្គុយនៅកៅអីក្បែរតែកង់ឡានបើកបរបានយ៉ាងរលូនល្អណាស់កំពុងធ្វើដំណើរនៅលើផ្លូវថ្នល់ដ៏ធំទូលាយស្លឹកឈើមកកាក់បារាំងនៅសងខាងផ្លូវបានឡើងពណ៌លឿងហើយពេលខ្យល់បក់មកស្លឹកឈើជ្រុះហោះហើរពេញអាកាសខ្ញុំសម្លឹងមើលទិដ្ឋភាពផ្លូវតាមបង្អួចក្នុងចិត្តមានអារម្មណ៍ស្ងប់និងមានក្តីសុខយ៉ាងខ្លាំងយ៉ាងឆិនរដូវរងាឆ្នាំនេះពួកយើងទៅពេលកាំងទៅមើលទីលានធានអានមិនទៅមើលការបង្ហូតទង់ជាតិល្អតា
ចាំរងចាក់វាសម្រុកធ្វើការកម្មង order ចំនួននេះក្រោយពួកយើងនឹងទៅចង់លេងយូប៉ុណ្ណាក៏បានដែរឡានបានបត់ត្រង់ផ្លូវបំបែកទីដៅកាត់តាមតំបន់ផ្ទះល្វែងចាស់មួយកន្លែងខ្ញុំក៏បានក្រឡេកមើលទៅដោយអចេតនាឃើញបុរសម្នាក់ក្នុងកំពុងនៅក្បែរចិញ្ចើមផ្លូវស្លៀកពាក់អាវរងាចាស់ប្រឡាក់ស្រឡូកស្រឡាកំពុងប្រើដៃពីការរបស់គេលើកផ្ទុកអស់ចេញពីលើឡានដឹកទំនិញដោយសារអបឈើមិនជាប់ល្អឈើក៏បានរបូតធ្លាក់មកដីសូក្រាំងហើយបានសង្កត់ចំពីលើដៃរបស់គេបានធ្ងោចេញមកដោយសារការជិះចាស់ហើយបានអង្គុយច្រហងនៅលើដីយ៉ាងយូរមិនព្រមក្រោកមេការដែលនៅក្បែរនោះបានចោទចង្កេះហើយជាស្ដីបន្ទោសគេខ្លាំងថាជាមនុស្សមិនបានការជេតថាគេធ្វើការយឺតស៊ីបាយខាត់បាយគេបានស្រុតខ្លួននឹងអន់ក្បាលចុះមិនហ៊ានហើបមាត់សំបីតែមួយម៉ាត់ដូចជាសត្វឆ្កែចាស់មួយក្បាលដែលរងការវាយដំរហូតដល់គឺជាជាងលិនខ្ញុំគ្រាន់តែក្រឡេកមើលទៅដោយប្រងើយកន្តើយហើយក៏ដកខ្សែភ្នែកត្រឡប់មកវិញរួចក៏ចុចបិទកញ្ចក់ឡាននៅតែបន្តបើកទៅមុខយ៉ាងរលូនម៉ាស៊ីនឡានបន្លឺសំឡេងយ៉ាងស្រទន់អតីតកាលដ៏ខ្វក់និងអាម៉ាស់ទាំងនោះព្រមទាំងមនុស្សម្នាក់នោះផងដែរត្រូវបានបន្សល់ទុកនៅខាងក្រោយកង់ឡានយ៉ាងឆ្ងាយដាច់កន្ទុយភ្នែកលែងមានពាក់ព័ន្ធអ្វីជាមួយខ្ញុំទៀតហើយនៅពេលដើមរដូវរងាឈានចូលមកដល់ពួកយើងបានទៅដល់ទីលានធានអានមិននៅទីក្រុងប៉េកាំងមិនទើបតែចាប់ដើមស្រទុំស្រទុំក៏នៅមានលក្ខណៈត្រជាក់បន្តិចដែរខ្ញុំនិងគូយ៉ាងឈិនគេយ៉ាងឈិនបានកាន់ដៃគ្នាក្នុងចំណោមហ្វូងមនុស្សសម្លឹងមើលទៅទង់ជាតិឆ្មាំការពារទង់ជាតិបានដើរមកដល់ជំហានស្មើគ្នាត្រង់ជួរបទចម្រៀងជាតិបានបន្លឺឡើងទង់ជាតិក្រហមផ្កាយ5បានបង្ហូតឡើងយឺតពន្លឺព្រះអាទិត្យពណ៌មាសបានជិះមកលើធ្លាក់ទៅលើជញ្ជាំងពណ៌ក្រហមនិងធ្លាក់មកលើខ្លួនរបស់ពួកយើងគូយ៉ាងឈិនបានអន់ក្បាលចុះជួយសៀតសក់ដែលរញ៉េញ៉ៃដោយសារខ្យល់បក់ទៅក្រោយត្រជាក់ឲ្យខ្ញុំចុងរែមដៃរបស់គេមានភាពត្រជាក់តិចតែពីការប្រកបដោយភាពទន់ភ្លន់និងប្រុងប្រយ័ត្នបំផុតមានស៊ីណែនឆៃក្នុងឆាកជីវិតនេះអ្វីដែលគូយ៉ាងឈិនខ្ញុំបានធ្វើត្រឹមត្រូវជាការសម្រេចចិត្តដែលមោទនភាពបំផុតគឺការទៅមាត់ទន្លេនៅថ្ងៃនោះដើម្បីរៀបការជាមួយអូនខ្ញុំបានផ្អែកលើទ្រូងដ៏កក់ក្ដៅរបស់គេស្ដាប់សំឡេងបេះដូងលោតយ៉ាងមានកម្លាំងរបស់គេខ្ញុំក៏ដូចគ្នាដែរយ៉ាងឈិនមិនថាមកពីជាតិទេខ្ញុំត្រូវការតែបងម្នាក់គាត់រាល់ការជិះចាប់ភាពយុត្តិធម៌ការរឹងរូសនិងភាពស្ដាយក្រោយការពីជាតិក្នុងខណៈពេលនេះត្រូវបានរលាយសាបសូន្យអស់ទៅហើយមនុស្សទាំងឡាយដែលធ្លាប់ធ្វើបាបខ្ញុំសុទ្ធតែបានធ្លាក់ចុះកាន់តែជ្រៅទៅនៅក្នុងពួកជ្រំហើយបានទទួលផលកម្មចំពោះភាពអាត្មានិយមនិងភាពល្ងង់ខ្លាយរបស់ខ្លួនឯងរីឯខ្ញុំវិញបានកាន់ដៃមនុស្សជាទីស្រឡាញ់ឈរនៅក្រោមពន្លឺថ្ងៃមានទាំងអាជីពការងារមានទាំងគ្រួសារនិងមានសេចក្តីសុខដែលជាតិមុនមិនហ៊ានសំបីតែស្រមៃចង់បានខ្យល់បក់កាត់ទីលាននាំមកនៅខ្យល់ដង្ហើមពីទីឆ្ងាយនៅពេលដែលព្រះអាទិត្យរៀបលេខពួកយើងបានកាន់ដៃគ្នាដើរយឺតតាមបណ្ដោយផ្លូវចាំងអាន Schengen ស្រមោលត្រូវបានអូសបន្លាយយ៉ាងវែងផ្អែកជិតស្និទ្ធទៅរកគ្នាទៅវិញទៅមកប្រទាក់ក្រឡាគ្នាយ៉ាងណាក៏មិនអាចបំបែកបានឡើយក្នុងឆាកជីវិតនេះព្រោះនឹងស្លាប់មានវាសនារួមគ្នាបានសន្យានឹងគ្នាហើយថាទោះជាយ៉ាងណាដ៏ល្អដែលជារបស់ខ្ញុំទើបតែចាប់ដើមឡើងតែប៉ុណ្ណោះហើយរាល់គំនុំនិងការជិះចាប់ក្នុងអតីតកាលនៅទីបំផុតនឹងក្លាយជាធូលីដីដែលត្រូវបានខ្យល់បក់កាត់រលាយបាត់ទៅជីវិតដែលនៅសេសសល់ទៅមុខទៀតមានតែពន្លឺដ៏ស្រស់បំព្រងមានតែភាពកក់ក្ដៅនិងមានតែការនៅក្បែរគ្នារៀងរាល់ឆ្នាំតែប៉ុណ្ណោះគឺគ្រប់គ្រាន់ណាស់ទៅហើយ